ចង់ឲ្យគេគោរពអ្នកត្រូវចេះគោរពគេមុនរៀនផ្ដល់តម្លៃផ្ដល់សេចក្តីថ្លៃថ្នូរដល់មនុស្សសត្វអ្នកនឹងទទួលបានសេចក្តីសុខមកវិញព្យាយាមធ្វើរឿងណាដែលអ្នកអាចធ្វើបានរឿងដែលអ្នកធ្វើមិនទាន់បានរងចាំពេលវេលាដ៏សមគួរពេលដែលអ្នកមានឱកាសអាចធ្វើបានចិត្តបុណ្យចិត្តស្រស់ថ្លាចិត្តស្ងប់នាំឲ្យកាយក៏ស្រស់ចិត្តក៏ត្រជាក់ជីវិតបានសុខច្រើនព្រោះចិត្តស្ងប់ល្អគ្មាននរណាជៀសផុតពីការនិន្ទាបានទេសូម្បីតែព្រះពុទ្ធកុំសូវយកពាក្យសម្ដីលាមករបស់អ្នកដទៃមកបំផ្លាញសេចក្តីសុខក្នុងចិត្តអ្នកឡើយធ្វើទានជួយសង្គ្រោះពេលគេមានទុក្ខអ្នកបានបុណ្យផងបានការរាប់អានផងបានដាំពូជជាអ្នកមានទ្រព្យច្រើនផងអ្នកធ្វើទានឈ្មោះថាបានឈ្នះនៅចម្បាំងដ៏ធំគឺចិត្តកំណាញ់ចិត្តមច្ឆរិយៈមនុស្សមានសម្ពាយបុណ្យខុសៗគ្នាជោគវាសនាជីវិតក៏ខុសគ្នាដែរប្រឹងប្រែងរកឲ្យអស់ពីសមត្ថភាពហើយចេះត្រេកអរចំពោះអ្វីដែលអ្នករកបានបើខ្ចីគេត្រូវចេះសងវិញកុំស៊ីដាច់បាបកម្មនាំឲ្យរកស៊ីមិនឡើងទេពាវារាវែងឆ្ងាយណាស់សងគេមិនងាយអស់ឡើយកុំយកមុខយកមាត់តែម្នាក់ឯងរៀនឲ្យតម្លៃរៀនលើកទឹកចិត្តរៀនផ្ដល់សេចក្តីថ្លៃថ្នូរដល់ក្រុមការងារទើបធ្វើការជាមួយគ្នាបានយូរគ្រប់យ៉ាងមិនស្ថិតនៅក្រោមការបង្គាប់បញ្ជារបស់យើងទេកើតហើយរលត់ទៅវិញហួងហែងឲ្យនៅស្ថិតថេរមិនបានទេរៀនអនុញ្ញាតឲ្យវាប្រែប្រួលទៅចុះរឿងថ្ងៃស្អែកមិនទាន់មាននៅឡើយទេចាំស្អែកចាំជួបកុំព្រួយហួសហេតុពេកត្រៀមតែក៏ត្រូវចេះព្រមបើអ្នកមានបុណ្យអ្នកនឹងបានជួបរឿងល្អអតីតកាលបានកន្លងហួសទៅហើយកុំស្ដាយអីព្រោះបើស្ដាយទៅក៏កែអ្វីមិនបានដដែលយកវាជាមេរៀនហើយដើរទៅមុខកុំងាកក្រោយញឹកពេកកំហឹងដុតបំផ្លាញសេចក្តីសុខក្នុងចិត្តអ្នកដំបូងគេមុននឹងរៀលដាលដល់អ្នកដទៃកំហឹងទាញអ្នកមិនឲ្យទៅមុខបានឆ្ងាយឈឺមិនដឹងខ្លួនឆេវឆាវច្រើនអន់ចិត្តច្រើនស្មុគស្មាញច្រើនគិតច្រើនពិបាកចិត្តច្រើនយូរទៅคล้ายជាជំងឺផ្លូវចិត្តដោយមិនដឹងខ្លួនរហូតដល់ថ្នាក់បញ្ជាចិត្តលែងបានជីវិតអ្នកនឹងវិលវល់រកសុខមិនឃើញឡើយរាងកាយប្រែคล้ายទៅជាស្ពឹកស្រពន់មិនចង់ធ្វើអីចិត្តមិនលុះលាញរុញរាមិនស្ទុះស្ទាពេលខ្លះទៅជាភ័យខ្លាចគ្រប់រឿងណាមិនគួរភ័យក៏ភ័យដែរថាមិនចង់គិតទេតែចិត្តចេះតែគិតហើយគិតចេញតែរឿងខុស
ប្រហែលជាដល់ពេលដែលអ្នកត្រូវសម្រាកពីការងារខ្លះបន្ថយសម្ពាធខ្លះមានពេលលំហែខួរក្បាលហើយរៀនផ្ដល់សេចក្តីស្រឡាញ់ឲ្យខ្លួនឯងរឿយៗថាសូមឲ្យខ្ញុំបានសុខរួចផុតពីទុក្ខសូមឲ្យខ្ញុំបានសុខរួចផុតពីទុក្ខនឹកដល់ពាក្យនេះឲ្យបានរឿយៗហើយទម្លាប់ហៅចិត្តឲ្យមកនៅក្នុងផ្ទះគឺរូបកាយអ្នកវិញកុំឲ្យវាដើរអនាថាច្រើនពេកទម្លាប់តាមដានវាបើវាទៅណាយើងតាមមើលវាហើយបើវាគិតរឿងខុសទម្លាប់ទាញវាមកវិញមកគិតរឿងបច្ចុប្បន្នរឿងល្អរឿងនាំឲ្យចិត្តសប្បាយហើយកុំសូវនឹករឿងក្តៅក្រហាយពេកកុំស្ដាយក្រោយអីរៀនភ្លេចទៅរឿងណាហួសហើយឲ្យវាហួសទៅចោះហើយរឿងណាមិនទាន់មកដល់ទេក៏កុំព្រួយពេកអីជួបរឿងណាដោះរឿងនឹងទៅកុំបង្កើតរឿងសបនិមិត្តមកបន្លាចចិត្តខ្លួនឯងអីហើយបើមានពេលរៀនធ្វើសមាធិខ្លះផងវាជារឿងលំបាកវឹកហាត់ចិត្តនេះណាស់តែអ្នកត្រូវតែព្យាយាមបន្តិចម្ដងគ្មានអ្នកណាជួយអ្នកក្រៅពីអ្នកជួយខ្លួនឯងឡើយផ្លូវចិត្តភាគ5បុណ្យសន្សំមកខុសគ្នាវាសនាក៏ខុសគ្នាដែរកុំតូចចិត្តអីបើខ្វះបុណ្យចាស់កុំភ្លេចខំធ្វើបុណ្យថ្មីអ្នកខ្លះមិនចង់ឲ្យគេនិយាយដើមខ្លួនឯងទេតែជួយចិត្តនិយាយដើមគេអ្នកដាំពូជណារមែងទទួលផលនោះត្រឡប់មកវិញគេគិតយ៉ាងណាចំពោះអ្នកជាការគិតរបស់គេធ្វើការងារអ្នកឲ្យបានល្អជាភារកិច្ចរបស់អ្នកហាមចិត្តគេមិនបានទេម្នាក់សុទ្ធតែមានការលំបាករៀងខ្លួនគ្រាន់តែអ្នកមិនដឹងរឿងគេរៀនផ្ដល់សេចក្តីស្រឡាញ់រៀនមានមេត្តាកុំចងពៀវេរានឹងគ្នាអីចរណែនជាភ្លើងជាចិត្តបាបតែងដុតចិត្តអ្នកឲ្យក្តៅក្រហាយបុណ្យគេសាងពីមុនមកកុំចរណែនអីបើអ្នកមានសមាធិយល់ពីកម្មផលច្បាស់អ្នកនឹងកាត់បន្ថយការចរណែនមិនខានគ្រប់យ៉ាងសុទ្ធតែប្រែប្រួលសុខក្តីទុក្ខក្តីមិនទៀងឡើយអនុញ្ញាតឲ្យវាកើតរលត់តាមធម្មជាតិរបស់វាទៅចុះពេលអ្នកមួម៉ៅបុណ្យបានចាក់ចេញពីអ្នកទៅពេលអ្នកជ្រះថ្លាបុណ្យក៏ចូលមករកអ្នកវិញ
សន្សំចិត្តជ្រះថ្លាអ្នកបានបុណ្យផងការងារអ្នកបានចម្រើនទៅមុខផងសុខខ្លះទុក្ខខ្លះចំណេញខ្លះខាតខ្លះសរសើរខ្លះនិន្ទាខ្លះគ្រប់គ្នាតែងជួបប្រសពគ្មានអ្នកណាជៀសផុតទេជួបហើយលាទៅមុខទៀតកុំអោបក្រសោបវាទុកអីយឺតចុះតែកុំបោះបង់រក្សាជំហរបន្តដំណើរបន្តិចម្ដងអ្នកគង់ដល់គោលដៅដែលអ្នកប្រាថ្នាកុំមានមានះពេកកុំចេះគ្រប់រឿងពេករៀនស្ដាប់គេខ្លះយើងចេះនេះគេចេះនោះរៀនបើកចិត្តឲ្យទូលាយទើបបានចម្រើនកុំទម្លាប់បង្អាប់គេហើយលើកខ្លួនឯងគេស្អប់ផងបាបផងមានពៀវេរាផងកើតជាតិណាមានសត្រូវច្រើនបើប្រាថ្នាសេចក្តីសុខដល់ខ្លួនឯងសូមកុំផ្ដល់សេចក្តីក្តៅក្រហាយដល់អ្នកដទៃព្រោះកម្មនឹងរត់មករកម្ចាស់វាវិញមិនខានបុណ្យជាសភាពថ្លានៃចិត្តអ្នកមានបុណ្យគឺអ្នកមានចិត្តស្រស់ថ្លាមិនមួម៉ៅសៅមងបុណ្យនាំឲ្យរីករាយពេលបច្ចុប្បន្នផងនាំផលជាសុខមកឲ្យនៅពេលអនាគតផងបំណងមិនចេះតែបានសម្រេចគ្រប់ពេលទេហេតុមិនគ្រប់មិនបានសម្រេចឡើយរៀនទទួលស្គាល់ការពិតទើបមិនសូវមានទុក្ខនិយាយច្រើនតែអត់ប្រយោជន៍យូរទៅអស់តម្លៃខ្លួនឯងពាក្យពិតពាក្យមានប្រយោជន៍មើលកាលសិនសឹមនិយាយអាហារផ្លូវចិត្តភាគ5ខឹងក្រោធច្រើនមួម៉ៅច្រើនទុក្ខក៏ច្រើនបើខឹងឲ្យឆាប់បាត់គុំទុក្ខក្នុងចិត្តអីរៀនដូរចិត្តដូរអារម្មណ៍ដូររឿងកុំអោបភ្លើងយូរពេកសាងល្អឲ្យហើយកុំចាំថ្ងៃស្អែកជីវិតមិនទៀងទេខំសាងបុណ្យបានជាទ្រព្យជាប់តាមខ្លួនអ្នកមានបុណ្យកើតក្នុងកំណើតខ្ពង់ខ្ពស់បានសេចក្តីសុខច្រើនទម្លាប់និយាយដោយចិត្តមេត្តាដោយពាក្យវិរោះពិសាហើយមើលពេលមើលកាលផងអ្នកបានបុណ្យផងបានមិត្តភាពផងពាក្យសម្ដីមិនល្អនាំឲ្យមានពៀវេរាមិនបៀតបៀនអ្នកដទៃដោយកាយឬវាចាជាបុណ្យកុសលដ៏ធំធេងគឺបុណ្យថ្នាក់សិលកើតជាតិណាមានអាយុវែងមានសុខភាពល្អមានគេចូលចិត្តច្រើនរៀនអត់ធន់ចំពោះការលំបាករៀនអត់ធ្មត់ចំពោះពាក្យសម្ដីគេ
រៀនអត់ឱនចំពោះទោសកំហុសទាំងឡាយអ្នកនឹងក្លាយជាមនុស្សរឹងមាំមិនតបតទាំងកំហឹងជាជ័យជំនះដ៏ធំធេងគឺឈ្នះសេចក្តីក្រោធក្នុងចិត្តអ្នកមិនក្តៅក្រហាយអ្នកមិនបានសាងកំហុសអ្នកក៏បានជៀសផុតពីពាវេរាទាំងឡាយអុចអាលឲ្យគេឆ្លោះគ្នាបាបខ្លាំងផងហើយមានកម្មពៀទៀតកើតជាតិណាបែកបាក់កូនចៅរស់នៅមិនសុខទេពេលនិយាយស្ដីឲ្យចេះគិតក្រែងចិត្តគេខ្លះផងវាចាមិនល្អនាំឲ្យមានបាបកម្មពាវេរាកើតជាតិមុខជាតិក្រោយសម្បូរសត្រូវខ្សត់មិត្តមនុស្សមិនល្អគ្រប់10ទេរៀនមើលចំណុចល្អគេខ្លះផងរៀនផ្ដល់តម្លៃនិងសេចក្តីថ្លៃថ្នូរដល់អ្នកដទៃទើបរស់នៅជាមួយគ្នាបានសុខគេខឹងគេក្តៅបើអ្នកខឹងគេវិញអ្នកក៏ក្តៅដែរកំហឹងជាភ្លើងតែងដុតទីអាស្រ័យគឺចិត្តកំហឹងបាំងបញ្ញាពិចារណាមិនបានវែងឆ្ងាយនាំឲ្យអ្នកគិតខុសនិយាយខុសធ្វើខុសស្លាប់ទៅយកអ្វីទៅមិនបានទេរៀនធ្វើទានខ្លះគ្រាន់បានជាពូជនៃសេចក្តីសុខទៅកាន់បរលោកនាយអ្នកខ្វះបុណ្យនាំឲ្យខ្វះទ្រព្យហើយខ្វះញាតិទៀតហួងហែងច្រើនទុកក៏ច្រើនព្យាយាមបំពេញតួនាទីអ្នកឲ្យបានល្អបើត្រូវប្រែប្រួលក៏អស់ចិត្តដែរព្រោះអ្នកបានធ្វើអស់ពីសមត្ថភាពហើយពាក្យថាអមនុស្សតាមន័យអក្សរសាស្ត្រមានន័យថាអ្នកណាក៏ដោយដែលមិនមែនជាមនុស្សហៅថាអមនុស្សរួមចូលទាំងទេវតាខ្មោចព្រាយបិសាចនរកប្រែតដេរិឆានសូរកាយអមនុស្សនឹងមានពីរប្រភេទគឺអមនុស្សថ្នាក់ខ្ពស់និងអមនុស្សថ្នាក់ទាបអមនុស្សថ្នាក់ខ្ពស់បានដល់ទេវតាដូចជារុក្ខទេវតាអាកាសទេវតាគេមានសេចក្តីសុខច្រើនជាងយើងមានអាយុវែងជាងយើងពណ៌សម្បុរគេស្អាតជាងយើងលក្ខខណ្ឌរស់នៅគេល្អជាងយើងចំណែកអមនុស្សថ្នាក់ទាបដូចជាប្រែតនរកដេឆានសូរកាយនឹងរងទុក្ខលំបាកវេទនាអត់បាយអត់ទឹកដោយកម្លាំងកម្មដែលខ្លួនបានធ្វើពីអតីតជាតិមកអមនុស្សខ្លះមានឫទ្ធិមានអំណាចអាចធ្វើទុក្ខបុកម្នេញចំពោះមនុស្សខ្លះដែលមានពៀវេរាធ្លាប់បៀតបៀនជីវិតអ្នកដទៃឬក៏បុគ្គលនឹងខ្សោយទាំងកាយចិត្តនឹងក៏មួម៉ៅស្មុគស្មាញទុនជាយអមនុស្សអាចមានឱកាសឆ្លៀតចូលធ្វើបាបចូលក្នុងខ្លួនបុគ្គលនឹងអីជាដើមអញ្ចឹងទៅអញ្ចឹងហើយបានជាព្រះអង្គឲ្យយើងមានសិលនៅក្នុងខ្លួនមានបរតនត្រ័យជាទីពឹងទីរលឹកពួកអមនុស្សនឹងមិនសូវហ៊ានធ្វើបាបចំពោះអ្នកមានសិលទេព្រោះគេមានលក្ខខណ្ឌរស់នៅមានបទបញ្ជារបស់គេដែរបើធ្វើបាបអ្នកមានសិលអមនុស្សនឹងមានទោសទៅវិញប៉ុន្តែអមនុស្សខ្លះជាសមាទិដ្ឋិអមនុស្សខ្លះជាមិច្ឆាទិដ្ឋិអមនុស្សខ្លះស្គាល់បុណ្យស្គាល់បាបដឹងខុសដឹងត្រូវអត់ធ្វើអាក្រក់ទេប៉ុន្តែអមនុស្សខ្លះខូចដែរដូចតែមនុស្សយើងចឹងដែរមនុស្សខ្លះធ្វើល្អដឹងខុសដឹងត្រូវមនុស្សខ្លះពាលាវ៉ាសែជេរម៉ែជេរឪដល់ពេលអមនុស្សហ្នឹងក៏អញ្ចឹងដែរមិនប្រកាសថាទេវតាសិតតែទេវតាល្អទាំងអស់ទេមិនប្រកាសថាអមនុស្សហ្នឹងសិតតែល្អទាំងអស់ទេអញ្ចឹងនៅពេលដែលគេចូលមកសន្ធិដ្ឋអីយើងធ្វើមិនដឹងថាអមនុស្សហ្នឹងជាសមាទិដ្ឋិឬក៏មិច្ឆាទិដ្ឋិហើយយើងជាមនុស្សមិនយើងមានអត្តសញ្ញាណប័ណ្ណប៉ាសពតជីកំណើតយើងមិនអាចនឹងកំណត់ដឹងថាមនុស្សនឹងល្អខកផងចុះតម្រាំថាគេមកចូលយើងមិនដឹងថាគេមកពីណាយើងចេះឮតែគេថា
អ្នកនេះអ្នកនោះទៅយើងមិនដឹងវាអត់ទាំងដឹងអត្តសញ្ញាណបានគេមិនផងហ្នឹងប៉ុន្តែក្នុងធម៌ក៏មិនឲ្យមានចិត្តស្អប់មើងងាយអមនុស្សដែរពីព្រោះបើយើងមានចិត្តអាក្រក់ជាមួយគេអាចធ្វើបាបយើងចឹងដែរឧទាហរណ៍ថាបងប្អូនខ្លះទៅព្រៃទៅភ្នំមាត់សម្ដីអាក្រក់ទេអមនុស្សអាចចាប់កំហុសធ្វើបាបបុគ្គលនឹងបានអញ្ចឹងយើងអាចសម្ដែងការរាប់អានចំពោះអមនុស្សដូចនៅផ្ទះអញ្ចឹងខ្មែរយើងជួយចិត្តឲ្យជានាងផ្ទះជាអារក្ខទេវតាដែលថែរក្សានៅភូមិឃុំតំបន់ហ្នឹងទៅឬក៏ជារុក្ខទេវតានៅដើមឈើដែលខ្មែរយើងជួយចិត្តហើយចូលគ្នាថាអរុក្ខអរិយនេះពាក្យហ្នឹងពាក្យពីរមួយរុក្ខទេវតាដើមឈើមួយអារក្ខទេវតាដែលថែរក្សាតំបន់ភូមិស្រុកហ្នឹងនៅក្នុងធម៌ថាបើកុលបុត្រនឹងភិក្ខុនឹងសាមណេរនឹងបាសកបាសិកានឹងផ្សាយមេត្តាដល់មនុស្សដល់ទេវតាជាពិសេសទេវតានឹងជួយថែរក្សាបុគ្គលនឹងវិញប្រកបដោយធម៌មានន័យថាដោយអំណាចនៃយើងជាមនុស្សល្អនឹងទេវតាក៏តាមថែរក្សាដោយសារយើងជាអ្នកមានបុណ្យនឹងឯងអញ្ចឹងយើងមិនអាចពឹងផ្អែកបែបបន់ស្រន់បួងសួងសុំអម្បរឲ្យគេមកជួយយើងដោយយើងមិនបានផឹងប្រែងធ្វើល្អដោយខ្លួនឯងទេហើយបើយើងមានសមាធិមានបញ្ញាច្បាស់លាស់យើងកំណត់ដឹងយើងប្រឹងធ្វើល្អទៅផលល្អគង់នឹងបានយើងផ្សាយមេត្តាទៅដល់ទេវតាក្តីដល់មនុស្សក្តីមេត្តានឹងឯងនឹងផ្ដល់សេចក្តីស្រឡាញ់ការរាប់អានត្រឡប់មកយើងវិញអញ្ចឹងយើងសម្ដែងការរាប់អានជាមួយមនុស្សផងជាមួយទេវតាផងយើងធ្វើជាមិត្តមនុស្សផងជាមិត្តនឹងអមនុស្សផងមានឱកាសអាចការពារបិទបាំងរារាំងអន្តរាយកើតពីសេចក្តីប្រមាទនឹងបានដែរនៅសម័យពុទ្ធកាលមានភិក្ខុ30អង្គលោកគង់នៅក្នុងព្រៃហ្នឹងប៉ុន្តែក្នុងព្រៃហ្នឹងអមនុស្សហ្នឹងគេអត់ចង់ឲ្យលោកនៅព្រោះកន្លែងគេនៅលោកទៅរំខានគេអញ្ចឹងគេលងលោកសក់វែងតេនតាយភ្នែកលៀនមកអណ្ដាតលៀនថ្លិនមកធុំក្លិនស្អុយទៅសំលេងគម្រាមបលាចទៅលោកភ័យរត់ចោលកន្លែងហ្នឹងបានទៅជួបព្រះសម្មាសម្ពុទ្ធព្រះអង្គដឹងរឿងហ្នឹងហើយក៏ព្រះអង្គបង្រៀនធម៌ផ្សាយមេត្តាដល់ភិក្ខុទាំង30អង្គហ្នឹងថាត្រូវត្រឡប់មកកន្លែងហ្នឹងវិញស្វាធ្យាយករណីយមេត្តាសូត្រដែលញាតិញោមអាសានិមន្តព្រះសង្ឃទៅសូត្រហ្នឹងរហូតដល់គេលេងរឿងមុនលោកទៅសូត្រករណីហើយស្រាប់ខ្មោចរត់អស់ហ្នឹងក្នុងន័យហ្នឹងមិនមែនធម៌ដេញខ្មោចទេករណីយមេត្តាសូត្រគឺសូត្រផ្សាយមេត្តាដល់ពពួកសពសត្វទាំងអស់អមនុស្សមកព្រាយវិសាចអីសូមឲ្យបានសេចក្តីសុខរួចផុតពីទុក្ខទោសទាំងឡាយទាំងពួងហ្នឹងហើយក្នុងរឿងហ្នឹងនៅពេលដែលភិក្ខុសង្ឃផ្សាយមេត្តាពពួកអមនុស្សដែលធ្លាប់តែខឹងស្អប់លោកបែរមកទៀតធ្វើកូនសិស្សលោកខ្លែងខ្លួនធ្វើជាមានុបមកទទួលបានទទួលជីវរពីព្រះសង្ឃបម្រើព្រះសង្ឃទៅវិញដោយអានុភាពនៃមេត្តាជាសរុបមកវិញយើងមិនឲ្យស្អប់អមនុស្សទេយើងអាចគោរពបូជាថ្វាយផ្កាថ្វាយនំចំណីអីហើយប៉ុន្តែក៏យើងមិនអាចនឹងពឹងផ្អែកជោគវាសនាអង្គុយតបែអង្គុយតបនដែរពីព្រោះអមនុស្សហ្នឹងក៏មានកម្មរបស់គេដែរយើងក៏មានកម្មរបស់យើងជាសត្វលោកដែលត្រូវរស់នៅក្នុងវាលវដ្តសង្សារមានទុក្ខរៀងខ្លួនយើងក៏មានទុក្ខទេវតាអមនុស្សនឹងក៏មានទុក្ខដែរអញ្ចឹងយើងផ្សាយមេត្តាដល់សពសត្វទាំងអស់យើងប្រឹងសាងបុណ្យសាងកុសលសាងបុណ្យបារមីសាងបញ្ញាសម្រាប់ខ្លួនយើងហើយយើងផ្សាយនៅសេចក្តីស្រឡាញ់នេះដល់មនុស្សដល់ទេវតាដល់អមនុស្សទាំងអស់ហ្នឹងដើម្បីឲ្យបានសេចក្តីសុខដែរអាហ្នឹងយើងធ្វើមិត្តជាមួយនឹងមនុស្សផងជាមួយនឹងអមនុស្សផងអនុមោទនាមានអ្នកខ្លះទៅដូចថាជួបរឿងផ្ទួនធំពេកទៅ
ធ្វើឲ្យអស់កម្លាំងរកផ្លូវចេញមិនរួចទៅក៏ដូចថាមិនដឹងរស់ដើម្បីអីទៀតអញ្ចឹងក៏អស់សង្ឃឹមទុនដៃទុនជើងលែងធ្វើអីកើតប៉ុន្តែអ្នកខ្លះទៀតនឹងជួយចិត្តសំរឿងអន់ចិត្តតូចចិត្តមួម៉ៅខឹងនេះនោះដល់ពេលវាសំយូរទៅវាស្នឹមនៅក្នុងចិត្តសិតតែអកុសលសិតតែបពួកព្រាយវិសាចនៅក្នុងចិត្តហ្នឹងវាធ្វើឲ្យយើងចាញ់ច្រាបអកុសលហ្នឹងលែងធ្វើអីកើតមកវាងងឹតមកក្នុងគំនិតក្នុងជីវិតហ្នឹងរហូតពន្លឺមិនឃើញប៉ុន្តែបើសិនយើងបើកទ្វារទទួលយកអំពើល្អខ្លះការគិតត្រូវខ្លះយកមកទុកក្នុងចិត្តមកឧទាហរណ៍ថារឿងណាហួសហើយហ្នឹងតែចប់ចាត់ទុកថាយើងមានផលបាបចាស់ទៅចាស់ឥឡូវយើងប្រឹងសាងបុណ្យថ្មីទៅឥឡូវយើងមានអីបណ្ណាយើងប្រឹងធ្វើប៉ុណ្ណឹងទៅបើថាខុសឆ្គងយើងសុំទោសគេទៅបើថាមានជាពាក់វៈវិនយើងបង្ហាញសេចក្តីស្មោះត្រង់ឲ្យគេដឹងឮហើយយើងសុំការអភ័យទោសឬក៏អនុញ្ញាតបណ្ណាដែលយើងអាចបន្តដំណើរទៅមុខទៀតwhen យើងនៅតែប្រឈមមុខដោះស្រាយបញ្ហាអញ្ចឹងធម្មតាកំណត់ដឹងថាហ្នឹងជីវិតហ្នឹងវាអញ្ចឹងវាឡើងវាចុះវាដូចជាយើងធ្លាប់ធ្វើអំពើកម្មពីអតីតពេលខ្លះយើងធ្វើបុណ្យពេលខ្លះយើងធ្វើបាបអញ្ចឹងជីវិតយើងបច្ចុប្បន្ននេះវាត្រូវឲ្យផលអញ្ចឹងដែរពេលខ្លះឡើងពេលខ្លះចុះពេលខ្លះឡើងនេះវាជាធម្មតាតាអ្នកណាក៏ជួបរឿងអញ្ចឹងទៅស្រុកណាក៏តែអញ្ចឹងអាមេរិកកាំងអូស្ត្រាលីណាទៅដល់អាត្មាធ្លាប់ជួបមានទុកដូចតែយើងដែរហើយនៅជាតិណាក៏ទៅជួបរឿងអញ្ចឹងជាធម្មតានៃជីវិតសត្វលោកវាមានអីចម្លែកថាហេតុអីក៏ខ្ញុំពិបាកម៉េះហ្នឹងយើងកើតជាមនុស្សយើងពិបាកប៉ុណ្ណឹងបើយើងផ្លត់កតិទៅកើតជាសត្វជានរកប្រែតអីមិនដឹងទៅប្តឹងពីណាកើតទៅត្អូញត្អែពីណាកើតឆេះភ្លើងរាល់ថ្ងៃទៅអញ្ចឹងឥឡូវយើងមានកំណើតជាមនុស្សយើងសល់ពេលវេលាសល់ជីវិតសល់ប្រហែលខ្ញុំប្រឹងធ្វើល្អធ្វើបុណ្យជាមួយម៉ែជាមួយឪធ្វើទានរក្សាសិលសំចំណេះសំវិជ្ជាសំសតិសំបញ្ញាសំស្មារតីដល់ថ្ងៃស្លាប់ទៅវិញខ្ញុំបានប្រមូលបុណ្យបានច្រើនណាស់ហើយរឿងក្នុងលោកនេះធម្មតាទៅបើធ្វើម៉េចឥឡូវក្នុងធម៌ក៏ឲ្យយើងចេះទទួលស្គាល់ចេះប្រឹងហើយក៏ចេះព្រមដែរក្នុងភាសាធម៌ឲ្យមានវិរិយៈហើយនឹងសន្តោសៈវិរិយៈមានន័យថាប្រឹងឲ្យអស់ពីសមត្ថភាពដោះស្រាយបញ្ហាប៉ុន្តែដល់ពេលដោះបានប៉ុណ្ណាក៏ត្រូវសន្តោសៈចេះព្រមថាលើខ្ញុំប្រឹងអស់លទ្ធភាពហើយខ្ញុំជួយអស់ពីលទ្ធភាពខ្ញុំប៉ុណ្ណឹងហើយឥឡូវអ្នកណាសាងកម្មណាទទួលកម្មនឹងទៅវិញទៅកាត់បន្ថយអាសេចក្តីលមោបលោភលន់កំហឹងស្អប់គុំគួនចំណែននិន្ទាឈ្នានេះនឹងដាក់ចូលមកវិញនៅបញ្ញាស្មារតីត្រេះរិះពិចារណាកាត់បង់នៅការជាប់ជំពាក់វៈវិនអាសេមសាមច្រើនអានឹងយើងដូចថាហ្នឹងហើយឥឡូវធ្វើម៉េចទៅមុខទៀតទៅជីវិតហ្នឹងវាត្រូវមានទុកអញ្ចឹងហើយអញ្ចឹងយើងផ្ដល់ឱកាសឲ្យខ្លួនឯងសម្រាប់ធ្វើល្អខ្លះទៅកុំឲ្យអាពួកព្រាយបិសាចមួម៉ៅក្តៅក្រហាយហ្នឹងវាមកសន្ធិដ្ឋនៅក្នុងចិត្តយើងយូរពេកដកខ្លួនខ្លះបើមិនចឹងឯងយើងធ្ងន់ទៅយើងចាញ់ច្រាបវាពិបាកណាស់អញ្ចឹងយើងដកខ្លួនដើម្បីសាងបុណ្យសាងកុសលមិនមែនដកខ្លួនពីបញ្ហាដកខ្លួនពីបំណុលអីទេគ្រាន់តែថារៀនប្រើបញ្ញាស្មារតីទទួលស្គាល់ការពិតនៃជីវិតយើងរៀនស្វែងយល់អំពីដំណើរនៃជីវិតដំណើរនៃធម្មជាតិដំណើរនៃសង្ខារនេះវាមានហេតុគ្រប់គ្រាន់ក៏កើតពេលណាហេតុនឹងអស់ទៅដូចជាគៀងអស់ប្រេងក៏រលត់យំក៏ខាត់បានដែរអញ្ចឹងហ្នឹងហើយឥឡូវសូម្បីតែពុទ្ធព្រះអង្គខាត់រិហុលជាកូនរបស់ព្រះអង្គថាកុំឲ្យសគត់មុនអីរិហុលសគត់បច្ចុប្បន្ន30ជាងព្រះអង្គនៅដល់80ជាងប៉ុន្តែខាត់កូនមានបានឯណាហ្នឹងព្រះផងហ្នឹងយើងណាទៅមានកម្លាំងអំណាចអីទៅខាត់ស្អីបានឥឡូវយើងមានតែប្រឹងឲ្យអស់ពីសមត្ថភាពហើយយើង
ទទួលស្គាល់ថាខ្ញុំប្រឹងអស់ហើយឥឡូវបានប៉ុណ្ណឹងអាហ្នឹងយើងមិនសូវធ្ងន់ណាមិនដាក់សម្ពាធលើខ្លួនឯងហើយក៏មិនសូវមានទុកដែរអនុមោទនាពាក្យថាអារម្មណ៍មិននឹងណូហ្នឹងបើនិយាយឲ្យត្រូវនិយាយថាចិត្តមិននឹងណូត្រូវជាងពីព្រោះអារម្មណ៍សំដៅទៅលើអ្វីនៅខាងក្រៅរូបសម្លេងរឿងរ៉ាវអីទាំងអស់ហ្នឹងវាកើតលេចដែកធម្មតារបស់វាប៉ុន្តែចិត្តរបស់យើងដែលតាមវាទៅវាធ្វើឲ្យវារវើរវាយគិតច្រើនស្មុគស្មាញដែតដងតាមរឿងទាំងអស់ហ្នឹងយើងអត់បានខាត់រារាំងការពារកុំឲ្យវាធ្លាក់ទៅក្នុងអំណាចនៃអារម្មណ៍នៃរឿងរ៉ាវទាំងអស់ហ្នឹងអញ្ចឹងជាធម្មតារឿងវាកើតឡើងជាបន្តបន្ទាប់នេះបន្តិចនោះបន្តិចល្អខ្លះខកខ្លះគេសរសើរខ្លះគេនិន្ទាហើយជារឿងធម្មតាយើងទៅខាត់រឿងទាំងអស់ហ្នឹងមិនបានទេប៉ុន្តែអ្វីដែលយើងអាចធ្វើបានគឺរក្សាចិត្តបើអារម្មណ៍ហ្នឹងវាគិតទៅនាំឲ្យក្តៅក្រហល់ក្រហាយមួម៉ៅអាហ្នឹងយើងទុកម្ដុំទៅយើងបដោតផ្ចង់អារម្មណ៍មកលើរឿងណាដែលនាំឲ្យចិត្តជ្រះថ្លាសប្បាយរីករាយឧទាហរណ៍ថាការប្រឹងប្រែងការតស៊ូគុណពុកគុណម្ដាយគុណបរតនត្រ័យរឿងដែលយើងត្រូវធ្វើភារកិច្ចដែលត្រូវបំពេញយកចិត្តមកផ្ដោតលើអានឹងទៅវាអូតូម៉ាទិកអារឿងរ៉ាវអត់ប្រយោជន៍រឿងមួម៉ៅក្តៅក្រហាយហ្នឹងវារសាត់បាត់ទៅហើយអារឿងនឹងរីកធំដោយសារចិត្តយើងចេះតែផ្ដោតចេះតែគិតចេះតែរំលឹករំលើកវារឿងនឹងចេះតែផុសផុលឡើងប៉ុន្តែបើយើងផ្ដោតទៅលើរឿងណាដែលជារឿងមានប្រយោជន៍រឿងមានប្រយោជន៍នឹងដោះដាលឡើងរឿងអត់ប្រយោជន៍នឹងក៏រសាត់បាត់ទៅអញ្ចឹងវានៅលើយើងចេះពន្យល់ខ្លួនឯងថាធ្វើម៉េចដើម្បីទម្លាក់រឿងសៅមួម៉ៅសៅហ្មងហ្នឹងហើយមកចង់មកលើរឿងដែលនាំឲ្យជ្រះថ្លាឧទាហរណ៍ថាយើងមានមិត្តភ័ក្តិល្អយើងទៅកន្លែងនាំឲ្យកើតចិត្តជ្រះថ្លាយើងទៅវត្តបូជាផ្កាយើងទៅរៀនសូត្រយើងទៅស្ដាប់ការណែនាំការបង្ហាត់បង្ហាញអញ្ចឹងទៅអញ្ចឹងចិត្តហ្នឹងវាផ្ដោតទៅលើរឿងនាំឲ្យរីករាយជ្រះថ្លាវាធ្វើឲ្យចិត្តហ្នឹងស្រស់វាធ្វើឲ្យចិត្តហ្នឹងមានកម្លាំង
មានពន្លឺអាចនឹងរឹងមាំហើយអាចធ្វើឲ្យមានបញ្ញាអាចពិចារណាដោះស្រាយបញ្ហាបានល្អជាងដែលរវើរវាយគិតទៅក្នុងរឿងដែលនាំឲ្យក្តៅក្រហាយហ្នឹងចឹងជាប្រចាំយើងមានតួនាទីមួយរៀបចំចិត្តគំនិតតោងយកអារម្មណ៍ណាដែលនាំឲ្យជ្រះថ្លាហើយចាក់ចេញពីអារម្មណ៍ដែលនាំឲ្យមួម៉ៅក្តៅក្រហាយតែបើថាយើងមិនអាចប្រកបពជាបានទាំងស្រុងមែនអារម្មណ៍ដែលកើតឡើងក្នុងជីវិតនឹងវាមានល្អខ្លះក្រក់ខ្លះយើងមិនអាចទៅរៀបរៀងខាត់ខាំងបានទេប៉ុន្តែឧទាហរណ៍ថាបើវាកើតមកហើយក៏ឲ្យវារលត់ទៅកើតមកហើយក៏ឲ្យវារលត់ទៅយើងកុំឲ្យវាតោងទៅលើអារម្មណ៍ហ្នឹងដែលមិនល្អនឹងច្រើនពេកហើយបើតោងគឺតោងទៅលើអារម្មណ៍ណាដែលនាំឲ្យជ្រះថ្លាសប្បាយរីករាយក្នុងបុណ្យកុសលបើវាទាញទៅក្នុងសបាយដែរប៉ុន្តែសបាយផ្លូវខុសអាហ្នឹងក៏នាំឲ្យគ្រោះថ្នាក់ក្នុងពេលក្រោយដែរអញ្ចឹងយើងរៀនរក្សាចិត្តឲ្យស្ថិតនៅក្នុងកុសលធម៌ស្រស់ជ្រះថ្លានឹងយើងមិនសូវមួម៉ៅសៅមកមិនសូវរវើរវាយទេខ្លាចគេថាអ្នកខ្លះខ្លាចគេថាពេករហូតដល់ថ្នាក់រួញខ្លួនរួញគំនិតមិនហ៊ានធ្វើអ្វីដែលខ្លួនពេញចិត្តរស់នៅដើម្បីតម្រូវតែចិត្តគេរហូតជួនកាលគេមិនទាំងបានគិតអីពីយើងផងគេក៏ខ្លាចដូចតែយើងដែរយូរទៅនាំគ្នារស់ទាំងភ័យខ្លាចគ្នាទៅវិញទៅមកយើងមិនអាចតម្រូវចិត្តគេបានគ្រប់គ្នាទេបើអ្នកគិតថាល្អហើយមានប្រយោជន៍ហើយធ្វើទៅធ្វើឲ្យអស់ពីចិត្តពីថ្លើមឲ្យបានសម្រេចជោគជ័យហើយប្រាប់គេថាអ្វីដែលអ្នកគិតគឺពិតជាត្រឹមត្រូវមិនមែនថាមិនឲ្យស្ដាប់យោបល់គេទេស្ដាប់ចុះតែពិចារណាផងបើគេឲ្យយោបល់ដើម្បីឲ្យអ្នកបានចម្រើនទទួលយកចុះហើយអរគុណគេផងតែបើគ្រាន់តែជាពាក្យបញ្ឈឺឌឺដងទេកុំយកមកទុកក្នុងខួរក្បាលអីបោះចោលទៅហើយត្រូវប្រឹងប្រែងរហូតបានសម្រេចអ្នកនឹងក្លាយជាមនុស្សរឹងមាំមិនស្ថិតក្រោមសម្ពាធអ្នកដទៃទេសូមកុំឲ្យអ្នកដទៃមកគូសវាសជោគវាសនាឲ្យអ្នកឡើយត្រូវប្រឹងឈរដោយខ្លួនឯងសាងសមត្ថភាពនិងគុណធម៌ហើយធ្វើដំណើរទៅមុខដោយភាពស្វាហាប់នៅកន្លែងមួយទោះជារដ្ឋក្តីឯកជនក្តីវត្តអារាមក្តីដូចថាយើងសាមគ្គីគ្នាទៅស្រឡាញ់គ្នាទៅធ្វើការមួយគ្នាទៅយើងថាស្រួលប៉ុន្តែពេលអនុវត្តជាក់ស្ដែងវាពិបាកនឹងហៅមនុស្សឲ្យផ្សះផ្សារួបរួមផឹងផែងពីព្រោះវាត្រូវការមានធម៌
ដែលជាទឹកកង្សាធ្វើឲ្យរស់នៅធ្វើការមួយគ្រាកើតដែលព្រះពុទ្ធលោកហៅថាសារនីយធម៌មាន6មួយមេត្តាកាយកម្មដូចថាការធ្វើការងារហ្នឹងក៏ប្រកបដោយមេត្តាដែរជួយគ្នាមិនយករួចទៅខ្លួនទេហើយមេត្តាវចីកម្មនិយាយពីរោះពិសាដាក់គ្នាទាំងចំពោះមុខទាំងកំបាំងមុខព្រះអង្គសម្ដែងយ៉ាងទៀតប៉ុន្តែយើងហងៃដូចថាជួយចិត្តនិយាយពីរោះនៅមុខខាងក្រោយនិយាយអក្រក់ដាក់គ្នាអញ្ចឹងទៅហើយអញ្ចឹងវាអត់អាចសាមគ្គីគ្នាទៅកើតទេវាត្រូវមានមុខតែមួយស្រឡាញ់គ្នាទាំងចំពោះមុខទាំងកំបាំងមុខនិងមេត្តាមនោកម្មចិត្តគំនិតគិតពីគ្នានឹងក៏អត់មានចំណែនស្អប់គុំគួនដែរហើយសាធារណៈភូគីចេះចែកម្លែកមិនយកតែម្នាក់ឯងទេបើគេបានសុខដែរមួយទៀតនោះជាអ្នកដែលមានសិលធម៌រស់នៅនឹងប្រហាក់ប្រហែលគ្នាយើងរងាយដូចថាមានក្រមសិលធម៌ការងារស្តង់ដារការអនុវត្តនឹងប្រហាក់ប្រហែលគ្នាបើខុសគ្នាបើពិបាករស់នៅមួយគ្នាមិនអាចសាមគ្គីជាមួយគ្នាហើយនឹងមួយទៀតទិដ្ឋិសាមញ្ញតាចិត្តគំនិតហ្នឹងក៏ប្រហាក់ប្រហែលគ្នាមិនមានអ្នកចង់តែឈ្នះចង់តែប្រកបប្រទៀងយកមកតែត្រូវខ្លួនឯងអញ្ចឹងវាតលថាសមាជិកក្នុងស្ថាប័នហ្នឹងរៀនមានចិត្តមេត្តារៀនចែករំលែករៀនរស់នៅប្រកបដោយសិលធម៌ហើយព្រះអង្គសម្ដែងថាទាំងចំពោះមុខទាំងកំបាំងមុខទើបកន្លែងហ្នឹងបានសុខទើបបានចម្រើនទើបនាំឲ្យមានសាមគ្គីហើយនាំឲ្យចេះគោរពគ្នានាំឲ្យបានសេចក្តីសុខនឹករលឹកគ្នាទៅវិញទៅមកដោយចិត្តមេត្តាហើយបើយើងគ្រាន់តែថាមករួបរวมគ្នាសាមគ្គីទេប៉ុន្តែយើងអត់មានធម៌នៅក្នុងខ្លួនរបស់សមាជិកនៅក្នុងហ្នឹងអានឹងអត់អាចសាមគ្គីគ្នាទៅបានទេយើងតើថាយើងម្នាក់រៀនអប់រំខ្លួនឯងរៀនទម្លាក់ស្មេមានអ្នកខ្លួនឯងរៀនផ្ដល់សេចក្តីស្រឡាញ់ដល់ខ្លួនឯងផងដល់ក្រុមការងារផងហើយដូចថារៀនសម្របសម្រួលសម្របខ្លួនខ្លះដាក់ខ្លួនខ្លះហើយគេក៏ដាក់ខ្លះអានឹងទើបអាចរស់នៅជាមួយគ្នាបានសុខហើយធ្វើការងារជាមួយគ្នាទៅមុខបានចម្រើនបើបុគ្គលនឹងទម្លាប់សន្សំនិស្ស័យអញខ្លាំងអញប្រកែមានតែអញបានធ្វើកើតមានណាដល់អញអាហ្នឹងយូរទៅវាជាមនុស្សដែលគេអត់ហ៊ានប្រាប់បើនៅក្នុងធម៌លោកហៅទុបចោមានន័យថាប្របាក់បដៅគេលែងហ៊ានប្រាប់ទៀតបើទោះជាគេឃើញកំហុសនឹងក៏ដោយអានឹងទៅជាគ្រោះថ្នាក់ទៅវិញអញ្ចឹងបានព្រះអង្គឲ្យយើងរក្សាចិត្តទម្លាប់ខ្លួនជាមនុស្សសុវចោមានន័យថាងាយបដៅងាយប្រាប់ពេលគេនិយាយប្រាប់ពីកំហុសខុសឆ្គងយើងទទួលហើយអរគុណដល់អ្នកដែលជួយប្រាប់កំហុសយើងនឹងឧបមាដូចជាអ្នកដែលប្រាប់ថាមុខយើងប្រឡាក់ធ្យូងអញ្ចឹងមិនមានអ្នកពវៀងពងវងមានលេះច្រើនទេហើយមនុស្សនឹងជាមនុស្សដែលមានឱកាសអាចអភិវឌ្ឍខ្លួនឲ្យប្រសើរខ្ពង់ខ្ពស់ទៅបានព្រះអង្គប្រសើរថាដូចជាប្រច័នចេញពីពពកយ៉ាងវាភ្លឺអញ្ចឹងយើងតើប្រយ័ត្នប្រយែងចិត្តគំនិតរបស់យើង
កុំឲ្យវាដុះស្នឹមទៅលើមានអ្នកការប្រកាន់គំនិតតើអញបានត្រូវគេមិនដល់អញហើយមិនចេះឲ្យតម្លៃគេនៅពេលដែលគេផ្ដល់យោបល់ពិភាក្សាអីហ្នឹងគឺថាអញមានតើអញតើគំនិតនឹងគំនិតអញបានល្អបានខ្លាំងបានប្រកែហើយក៏គុំទម្លាប់ថាការងារហ្នឹងអត់ពីអញទៅដួលអាហ្នឹងជាលក្ខណៈរបស់មនុស្សដូចថាក្មេងខ្ចីមិនចេះបដោះអ្នកដែលបន្តការងារនឹងឲ្យនៅយូរវែងបានយើងស្លាប់ការងារនឹងស្លាប់ដែរមានន័យថាយើងជាមនុស្សខ្សោយអត់បន្តបេសកកម្មនឹងឲ្យបានយូរវែងឲ្យមានអ្នកណាមួយអាចធ្វើការងារនឹងជំនួសយើងបើទោះជាអត់ពីយើងទៅអានឹងចិត្តចង្អៀតចិត្តចង្អៀតចឹងវាបានអាយុខ្លីអាយុខ្លីទាំងខ្លួនយើងអាយុខ្លីទាំងការងារអញ្ចឹងម្នាក់វាមិនចេះអីគ្រប់រឿងទេយើងចេះនេះគេចេះនោះយើងចេះឲ្យតម្លៃគេក៏ស្រឡាញ់រាប់អានយើងគេជួយប្រាប់យើងគេជួយណែនាំយើងឲ្យបានរីកចម្រើនថែមបើយើងមានអ្នកច្រើនប្រកាន់ច្រើនគេខ្លាចហើយយើងក្រឹននៅនឹងហើយយើងធ្វើការងារជាមួយគេមិនចុះអភិវឌ្ឍខ្លួនមិនបានខ្ពស់ហេតើជាមនុស្សសុវ័យចោងាយបដៅទើបអភិវឌ្ឍខ្លួនបានចម្រើនចំណុចនេះព្រះអង្គសម្ដែងថាវិហញ្ញតិចិត្តវសានុវតីប្រែមកវិញថាអ្នកប្រព្រឹត្តតាមអំណាចចិត្តរមែងលំបាកក្នុងន័យនេះចិត្តមិនបានអប់រំល្អឧទាហរណ៍ថាចិត្តនឹងចង់ជេរគេចង់វាយគេចង់និយាយដើមគេចង់កុហកចឹងបើយើងធ្វើតាមអំណាចចិត្តហ្នឹងរមែងមានបញ្ហាមានផលមិនល្អដោយអំណាចចិត្តហ្នឹងវាមានមេរោគនៅពីក្រោយមានមេរោគចំណែននិន្ទាឈ្នានីសខឹងគុំគួនស្អប់ចឹងនាំឲ្យនិយាយស្ដីមកក៏មិនល្អបញ្ចេញសកម្មភាពមកក៏មិនល្អដែរព្រះអង្គសម្ដែងថាមโนពពាំងទមាធម្មាធរទាំងឡាយមានចិត្តជាប្រធានហ្នឹងអញ្ចឹងយើងមានសតិមានបញ្ញានៅក្នុងស្តិប្បដ្ឋានុសូត្រលោកឲ្យមានធម៌ពីរដែលមានឧបការៈច្រើនក្នុងជីវិតរបស់យើងគឺសតិនិងសម្បជញ្ញៈសតិគឺការដឹងថាចិត្តរបស់យើងនឹងវាមានសភាពយ៉ាងម៉េចល្អឬក៏មិនល្អខឹងឬក៏មេត្តាចំណែននិន្ទាឈ្នានីសអីក៏ដោយស្ថានភាពចិត្តបែបណាក៏យើងដឹងដែរបើល្អយើងរុញបន្ថែមយើងដាក់ជីដាក់ទឹកឲ្យចិត្តនឹងដុះលូតលាស់បានល្អថែមឲ្យចិត្តនឹងរត់ទៅរកអារម្មណ៍នឹងទៅទៀតឧទាហរណ៍ថានឹកដល់គុណពុទ្ធគុណពធគុណប្រសង្ឃនឹកដល់បុណ្យកុសលដែលខ្លួនបានធ្វើហើយអានសភៅធម៌អប់រំចិត្តស្ដាប់ធម៌នៅជាមួយមនុស្សណាជាកល្យាណមិត្តធ្វើឲ្យចិត្តយើងចម្រើនអានឹងសតិនឹងដឹងថាអូចិត្តនៅកន្លែងហ្នឹងចម្រើនអញ្ចឹងរុញឲ្យធ្វើសកម្មភាពហ្នឹងបន្តទៅទៀតហើយបើចិត្តហ្នឹង
việc cung cuốn việc ọp việc chẳng nén việc nâng tía anh nâng chỉ thò mà đái chật ở bọc tôi chuyên tay từ miền chẳng ngày và đấy từ miền bánh nhá mà chui tục scat bình dùa cũng ao khăn nâng về dù bê cũng ao chẳng nén ưu tiêu tha ơi còn chẳng nén ấy bọn kia thế kịp rằng thử màu bị muôn máu chẳng bạn kia miền kia bán nâng tẩy ỏ nâng kia tới miền mục thị tà vậy cuối cùng khăn và can mà nụ nâng ấy mà nụ nâng bánh trăng bạn thì say màu cái này xòm màu trắng chui tới với chui bàn và mán coi dương chặt tục hay chịu bòn bà dương và nắng rừng nè cài mình cái anh nâng nè sự vịt sự pi cam rồi bỏ nè tư anh nâng dương ọt khuôn hay và can khăn ao xây tạm chặt dương tròn hồ để chẳng dương thu rồi hồ đò miền bánh nhá lẹ cắt nữ sẽ cái đấy can nộp bà tiền chẳng chỉ đào âm tờ chẳng dương mình lúc nông ẩm nái này chặt để Việt Nam từ thường bữa cọ vậy đào đi ôi cô vài tuần hẹ chê kê ấy thế miền sạch tệ miền bánh nhá chỉ nè tục scat nơi chặt ở cọ thằng ở nâng được dương mình sẽ cài tục mình sẽ tự tu hal bị bạ chỉ tục bị chặt bà dương nè bậc quân nâng chả đòi ạ của sao mua mau khăn chụp chụp bẹ lụp luôn chả anh nâng cả tục chả này bị pro ạ của sao lắm vì chỉ nằm bứ vì chỉ mê rô vì mau rùm khan plei chặt ở dương nâng nhọp nhùa ưu tế ho tha dương chân này dương cầm nành dương ọp dương cung anh nâng đôi phương thuộc nó vì mà ỏi chặt dương chít ở dương đau nè khá rồi đó để mình lụa bỏ mình là hơi hộp bài mình nhanh khoai đó chẳng vì ở ban sau kề ca chụp chúng bẹ bật na hô pi smart phiệp nâng con nòm ở ca tục đây ở mà tha dương hồ bán bần năng smart phiệp dương phẳng ói bán mà mờ nâng bắt nó vừa lốp vừa luôn vừa có cả hai phiệp thiệp khơi kê bán mà liên nó vừa đi ở lụa vào đào ấy vậy chẳng mình men tha ham khọt mình ao prang này tập prang pan là to là miền sân tàu sạ của nó thó ta ao chế bình chất nâng sầm mặt phiệp để khuôn ải rột bàn prang này tập prang pan là nhom phẳng ói sầm mặt phiệp nhom pan nắng sờ bài chất nâng ở vậy để khuôn hộ bàn hà nước bàn về sral vừa ọt cả tục á chúng ta nè là rồ bàn hay nơi tại cả tục chẳng bờ bút bỏ ông chặt tục thế dương nơi cò ta đái lại bờ tôi chỉ rồ bàn chán vui dung với khoai với bột bạ với mua với ma chẳng ca để che bờ dul luôn ấy rồ bàn chán chặt tục thà bon dương chán dương sờ bài chặt nâng vậy để dương rồ bàn chán nâng từ hay rồ bàn là mốm nâng trong prang ở smart phiệp ấy ở pi smart phiệp của nhóm bản năng chẳng sờ bài chặt các bon của nhóm dùng pi nhóm miền bản năng màu bờ rô ban tích nâng nơi tập prang nơi tập to su chẳng là bảy chiều phiệp bên tay thời cầm nọt đăng tham nút với miền Việt Nam xin kia mình ai tự đi chân này kỳ chân này bon chân này ôn nè khá cú xa kịp xem bông ôn kịp xem kia hồ sĩ bàn miền anh vì on những cái đi cái đại cái hài chân này kia hồ hương mai hồ hương ở in chân tại của miền này chẳng của sao nó vì mọi dương á mình ao dương bàn sóc kê tất cả này dương miền của sao nâng chớn nó cả tục chớn này chẳng với tôi là dương chi diêm chấm ra nơi thiết lò nơi con nông chất ủ tì ho tha cả chạy lệ tích chớn cả đôi miền tích chạy tam tích miền chớn chạy tam chớn thực chất meta nó đôi chia
ទឹកសើមឬក៏ការប្រោះព្រំផ្កាប្រោះព្រំដើមឈើនឹងឲ្យវាស្រស់ចឹងទឹកចិត្តល្អបន្តិចនឹងក៏ដោយការនិយាយដោយចិត្តមេត្តាការជួយពយល់ឲ្យគេបានសុខបង្ហាញផ្លូវឲ្យគេបានចម្រើនសេចក្តីល្អតាមវាចាហ្នឹងវាសប្បាយចិត្តឃើញគេសុខឃើញគេល្អទៅចិត្តហ្នឹងមានសមាធិយល់ត្រូវមិនទៅប្រកាន់ចំណែនគុំគួនស្អប់គេអីទេអប់រំចិត្តខ្លួនឯងហ្នឹងឲ្យស្ថិតនៅក្នុងកុសលធម៌ស្ថិតនៅក្នុងសមាធិទៅនឹកឃើញថាហ្នឹងហើយជីវិតហ្នឹងវាមានហេតុវាមានផលហើយយើងប្រឹងប្រែងបានប៉ុណ្ណាផលវាបានប៉ុណ្ណឹងដែរវាអត់អាចយើងធ្វើស្រែ1ហិកតាតែប្រអង្គុយចង់បានផល20តើនវាអត់បានទេអញ្ចឹងហ្នឹងឯងមានសមាធិជឿលើហេតុផលហ្នឹងអញ្ចឹងវាអត់កើតទុកថាមិនអញ្ចឹងឯអត់ទេសមាធិអង្គធម៌បានដល់បញ្ញាសំដៅទៅលើបញ្ញាហ្នឹងឯងដឹងថាអូអ្វីវាសិតតែមានហេតុអ្វីកើតឡើងមិនមែនអត់ហេតុទេអញ្ចឹងវាមានហេតុគ្រប់គ្រាន់ហើយរឿងល្អក្តីរឿងអាក្រក់ក្តីសុទ្ធតែមានហេតុរបស់វានៅពីក្រោយហើយអញ្ចឹងពេលជួបរឿងល្អមិនជួពេកទេកំណត់ដឹងថាអូអាហ្នឹងជាផលបុណ្យជាផលនៃការព្យាយាមរបស់យើងបើរឿងមិនល្អកើតឡើងហ្នឹងឯងកំណត់ដឹងហ្មងក្នុងអភិធម្មនិយាយថាអកុសលវិបាកឃើញរូបមិនល្អស្ដាប់ឮសំឡេងមិនពីរោះគេជេរគេនិយាយដើមអីអូយអីចឹងទៅជាអកុសលវិបាកហ្មងអាហ្នឹងគឺសច្ចធម៌ជាផលនៃបាបចឹងហ្មងចឹងវាអត់ទៅកើតទុកទូមនោះនឹងរឿងនឹងពេកទេពីព្រោះកំណត់ដឹងថាវាមានហេតុវាមានអកុសលណាមួយវាដែលយើងធ្លាប់ធ្វើមកវានាំឲ្យកើតទៅជាអកុសលវិបាកផលនៃបាបហ្នឹងផលនៃបាបដែលយើងបានធ្វើហ្នឹងហើយអញ្ចឹងហើយក៏ហើយកំណត់ដឹងសង្ខារទាំងឡាយកើតហើយរលត់ទៅវិញគេនិយាយហើយចប់អាលុតឈឹងបាត់ហើយបើអ្នកដែលមានបញ្ញាគេមិនសូវយកពាក្យហ្នឹងមកអង្គុយកើតទុកក្តៅក្រហល់កាហាយមួយខែពីរខែទេគេកំណត់ដឹងថាអូអកុសលហ្នឹងកើតមកផ្លែតនិយាយចប់បាត់ហើយប៉ុន្តែអ្នកដែលខ្វះបញ្ញាហ្នឹងច្រើនតែកើតទុកដោយសាររឿងមិនល្អដែលកើតឡើងដោយសារមិនយល់អញ្ចឹងបាបចាស់ឲ្យផលផងខ្វះបញ្ញាបង្កើតបាបថ្មីអាមួម៉ៅអាចងគំនុំអាគុំគួនហ្នឹងអាហ្នឹងជាបាបថ្មីហើយអញ្ចឹងហ៊ានតម្លាក់អាហ្នឹងមានបញ្ញាសំនៅការយល់ដឹងពីដំណើរនៃធម្មជាតិអប់រំចិត្តរឿយទៅអាហ្នឹងបានយើងបថយអាធាតុពុលនឹងមេរោគហ្នឹងហើយបន្ថែមធាតុល្អជាកុសលធម៌ហ្នឹងរឿយទៅមានខន្តីមានអត់ធន់មានបញ្ញាកំណត់ដឹងអំពីដំណើរនៃសង្ខារកើតរលត់មិនប្រកាន់មិនហួងហែងមានក៏ទទួលថាវាជាផលនៃបុណ្យទៅមិនវាត្រូវបាត់វាត្រូវបង់វិញគិតថាវាជាសង្ខារធម៌វាប្រែប្រួលអញ្ចឹងវាអត់ទៀងវាអត់ទាត់ទេអាហ្នឹងវាដូចឧបមាដូចថាជាគៀងវានៅប្រេងវាឆេះទៅវាអស់ប្រេងវារលត់ទៅព្រះអាទិត្យពេលល្ងាចក៏លិចទៅអាហ្នឹងសង្ខារនៅពេលមានហេតុបច្ច័យគ្រប់គ្រាន់បនមានយើងនៅមានជីវិតទ្រព្យយើងនៅរកបានដល់ពេលបនវាខ្សោយទៅរកវាបានតិចទៅពេលណាអស់បនទៅអារបស់ហ្នឹងវាត្រូវខាតឡងចុងទៅហើយយើងតើរៀនទទួលស្គាល់ថាហ្នឹងឯងជីវិតវាអញ្ចឹងទើបយើងអាចសម្រួលផ្លូវចិត្តមិនឲ្យកើតទុក្ខខ្លាំងបានហើយបើយើងនៅតែមួម៉ៅក្តៅក្រហាយគុំគួនដូចថាជាប់ជំពាក់ហួងហែងប្រកាន់ថាស្អីត្រូវតែបានតាមអញចង់ហ្នឹងអាហ្នឹងកើតទុកខ្លាំងហើយពីព្រោះស្អីហ្នឹងវាមិនអាចតាមចិត្តយើងចង់រហូតទេបើយើងខ្វះនៅប៉ុនណាខ្វះហេតុទៅវាអត់បានទេវាតមានហេតុគ្រប់គ្រាន់បានអនុមោ
ទនា ដោយសារយើងអត់បានអប់រំចិត្តរៀងខ្លួនអញ្ចឹងទេជួនកាលធ្វើការមួយគ្នាញឹមដាក់គ្នាអញ្ចឹងប៉ុន្តែក្នុងចិត្តហ្នឹងមិនសบายចិត្តនឹងគ្នាបានទេប៉ុណ្ណឹងប្រជែងយកព្រៀបឬក៏បែងជើងអាចរហូតដល់ពេលខ្លះប្រកាច់ប្រខូចត្រឡប់ត្រឡិនធ្វើម៉េចឲ្យតាខ្លួនឯងគ្រាន់បើប្រសើរអញ្ចឹងទៅវាធ្វើឲ្យការងារនោះវាមិនរលូនទៅមុខមិនសហការគ្នាមិនផ្ដល់តម្លៃឲ្យគ្នាមិនជួយជុំជែងគ្នាវាទៅជាសកត់មួយដើម្បីឲ្យបានខ្ពស់មួយបុយអាកាសការងារនឹងវាធ្វើឲ្យចង្អៀតចង្អល់តឹងតែងហើយមិនចម្រើនទៅមុខទេអញ្ចឹងបានស្ថានភាពផ្លូវចិត្តរបស់បុគ្គលិកអ្នកធ្វើការងារនឹងមានឥទ្ធិពលខ្លាំងទៅលើលទ្ធផលសម្រេចរបស់ស្ថាប័នរួមទាំងមូលបើទាំងអស់គ្នាសហការគ្នាអត់ឱនស្រឡាញ់យោគយល់ផ្ដល់តម្លៃផ្ដល់ការលើកទឹកចិត្តហើយជួយជុំជែងគ្នាមិនខ្លាចអ្នកណាគ្រាន់បើជាងអ្នកណាតាមសមត្ថភាពរៀងខ្លួនអញ្ចឹងទៅណាពីព្រោះយើងក៏មិនចេះអីទាំងអស់គេក៏មិនចេះអីទាំងអស់អញ្ចឹងយើងត្រូវពឹងអាស្រ័យគ្នាទៅវិញទៅមកហើយយើងផ្ដល់ភាពសំខាន់នឹងដល់គ្នាទៅវិញទៅមកតាមចំណេះដឹងជំនាញរៀងខ្លួនទៅអ្នក cleaner គេមានភាពសំខាន់ខាង cleaner ទៅអ្នកនៅ office មានភាពសំខាន់រៀងខ្លួនទៅចិត្តរបស់យើងវាទលាយដល់អញ្ចឹងយើងអត់អោបកសោបយកទាំងអស់ទេប៉ុន្តែមនុស្សយើងវាសារធាតុមិនបានអប់រំពីកំណើតអកុសលហ្នឹងវាប្រទាញធ្វើម៉េចគៀងកឲ្យមកតែខ្លួនឯងតែមួយកដោបទៅហែកទៅពុនទៅហើយគ្រប់គ្នាសិតតែចង់កដោបចង់ហែកចង់ពុនអញ្ចឹងឆ្លោះគ្នាហើយមិនបានសុខហើយមិនបានសុខទាំងសងខាងមិនបានសុខទាំងយើងមិនបានសុខទាំងអស់គ្នាហើយស្ថាប័នហ្នឹងអត់អាចរីកចម្រើនទៅមុខទេដោយសារយើងអ្នកជ្រងស្ថាប័នហ្នឹងវាសំពីងសំពងដោយភាពសៅមងអកុសលជាតិពុលនៅក្នុងចិត្តហ្នឹងអញ្ចឹងបានជាអ្នកដែលមានចិត្តដែលថ្លាស្អាតស្រាលពីអកុសលហ្នឹងទើបអាចធ្វើជាមេដឹកនាំគេទើបអាចជ្រងស្ថាប័នហ្នឹងឲ្យខ្ពង់ខ្ពស់ទៅបានតលអ្នកនឹងស្រាលពីរឿងដូចថាការប្រកាន់ជាប់ជំពាក់អាណេញអាណោងច្រើនហ្នឹងលក្ខណៈសម្បត្តិរបស់គាត់នឹងទើបអាចជ្រងទើបធ្វើឲ្យកន្លែងនឹងបានរួបរួមគ្នាហើយចម្រើនទៅមុខបានហើយវាតលឲ្យទាំងអស់គ្នានឹងឯងរៀនទម្លាក់នៅភាពសៅមងទាំងអស់នឹងចេញពីសន្តានចិត្តអានឹងទើបយើងអាចរកសេចក្តីសុខផ្ទាល់ខ្លួនយើងផងពីព្រោះយើងគ្រប់គ្រងខ្លួនឯងបានក្នុងភាសាបច្ចេកទេសអ្នកស្រាវជ្រាវអាមេរិកាំងគេប្រើពាក្យ self management ឬក៏ self regulation អីចឹងទៅការចេះគ្រប់គ្រងខ្លួនឯងបានហើយមានគុណវុឌ្ឍិលក្ខណៈសម្បត្តិពិសេសដើម្បីបានជោគជ័យក្នុងជីវិតហ្នឹងគឺត្រូវតែមានទំនាក់ទំនងល្អជាមួយអ្នកដទៃដោយចេះស្វែងយល់អំពីតម្រូវការអំពីចំណង់ចំណូលចិត្តអំពីភាពសំខាន់ហើយនឹងបញ្ហាដែលគាត់មានក្នុងជីវិតហ្នឹងយើងមានចិត្តករុណា
បើភាសាអង់គ្លេសហៅ empathy ហ្នឹងដូចថាឲ្យយើងចេះយកចិត្តរបស់យើងហ្នឹងទៅស្វែងយល់ពីបញ្ហាជីវិតរបស់គាត់អញ្ចឹងយើងអត់ប្រកាន់ច្រើនយើងអត់ប្រទាញយកតែខ្លួនឯងត្រូវឯងអញ្ចឹងវាត្រូវតែមានជំនាញមួយគ្រប់គ្រងខ្លួនឯង self management ឬក៏ self regulation ហ្នឹងហើយនឹងមានអ្នកខ្លះទៅដូចមានអារម្មណ៍ថារៀងក្រៀមក្រំសោះក៏ក្រោះអត់សុបាយក្នុងចិត្តហ្នឹងវាអត់មានអីធ្វើឲ្យមានកម្លាំងនឹងក្រោកឈរធ្វើនេះធ្វើនោះហើយរមូលហេតុអត់ឃើញទេដូចជាអស់ធម៌ពលទាំងផ្លូវកាយទាំងផ្លូវចិត្តទៅអានឹងវាអាចតកតងនឹងយើងទទួលសម្ពាធការងារច្រើនពេកទៅហត់នឿយពេកហើយអត់មានពេលសម្រាកខ្លះដែលចឹងវាធ្ងន់ដូចដើមឈើដែលអត់បានស្រោចទឹកយូរវាក្រៀមទៅវាមិនងាយស្រស់ឡើងវិញទេឬក៏ក្នុងគ្រួសារនឹងមានវិបត្តិហើយដដែលទៅធ្វើឲ្យចិត្តយើងដូចជ្រុញហ្នឹងក្បិតហ្នឹងកាប់ច្រាមរហូតទៅវាស្នាមរហូតទៅក្រៀមឬក៏នឹងសំចិត្តអន់ចិត្តតូចចិត្តខឹងទាស់ចិត្តច្រើនយូរទៅវាមកជង្រុកចិត្តហ្នឹងសិតតាភាពសៅមងភាពក្រៀមក្រំភាពតូចចិត្តគិតថាគេមិនយកចិត្តទុកដាក់គិតថាគេមិនស្រឡាញ់គ្មានអ្នកយល់ចិត្តអីចឹងសាអាចិត្តហ្នឹងវាសំភ្លើងសំភាពកុហកកាហាយក្នុងចិត្តយូរវាអូតូម៉ាទិកគឺវាក្រៀមចឹងមកចឹងតើយើងអាចដូររបៀបគិតមកឧទាហរណ៍ថាធម្មតាជីវិតទៅជួបបញ្ហាដោះស្រាយហើយដោះហើយទៅកុំស្ពាយសំពីងសំពងកុំនៅដេកខ្វល់ដេកខ្វាយអារឿងដែលហួសហើយអញ្ចឹងក្តៅក្រហាយខាយក្នុងធម៌លោកហៅកុកបច្ចៈក្តៅក្រហាយចំពោះរឿងដែលកន្លងផុតទៅហ្នឹងហើយតើដូចថាមានពេលសម្រាកខ្លះដើម្បីរក្សាកម្លាំងផ្លូវកាយនេះក្នុងការធ្វើកិច្ចការងារឲ្យបានវែងឆ្ងាយមិនមែនបានន័យថាមិនធ្វើអីដែរលេងទេមែនទេម៉ាស៊ីនបើវាក៏ត្រូវមានពេលលុតដើម្បីកុំឲ្យវាក្តៅពេកដែរខួរក្បាលរាងកាយហ្នឹងក៏អញ្ចឹងដូចគ្នានៅក្នុងធម៌លោកឲ្យប្រើអិរិយាបថឲ្យស្មើគ្នាដេកដើរឈរអង្គុយហ្នឹងហើយបរិយាកាសជុំវិញខ្លួនក៏វាមានឥទ្ធិពលលើផ្លូវចិត្តយើងដែរឧទាហរណ៍ថាកន្លែងក្លុករស់នៅបើវាស្មុកវាស្មាញវាផ្សែងវាពុលវាហុយអានឹងក៏ធ្វើឲ្យមួម៉ៅស្មុកស្មាញដែរអញ្ចឹងតើកន្លែងស្រឡះបើកអួចបើកទ្វារដើម្បីយកខ្យល់អាកាសឲ្យដើរហើរហាត់ប្រាណអីចឹងទៅដូរបរិយាកាសរស់នៅហ្នឹងទើបអាចធ្វើឲ្យរាងកាយរបស់យើងនឹងរឹងប៉ឹងហើយបន្ទាប់តែយើងសួរខ្លួនឯងថាថ្ងៃហ្នឹងយើងបានធ្វើអីដែលធ្វើយើងសប្បាយចិត្តវាជាផលប្រយោជន៍មិនមែនថាតែមាសតែប្រាក់នេះយើងគិតថាថ្ងៃហ្នឹងយើងបានធ្វើអីជាកិច្ចការងារដែលសំខាន់សម្រាប់ខ្លួនយើងឬក៏សម្រាប់អ្នកនៅជុំវិញខ្លួនយើងឬក៏ជួយកិច្ចការងាររបស់ឪពុកម្ដាយរបស់សហគមន៍ភាពរីករាយក្នុងអំពើល្អតិចហ្នឹងដូចទឹកប្រោះព្រំផ្កាអញ្ចឹងឲ្យវាស្រស់អំពើល្អក
ការរីករាយក្នុងសកម្មភាពទីងហ្នឹងដូចជាទឹកដែលមកប្រោះចិត្តហ្នឹងឲ្យវាស្រស់អញ្ចឹងហើយវាតលមានពេលស្រោចចិត្តហ្នឹងដោយកម្លាំងនៃធម៌ដោយការរំលឹកគុណមេត្តាបិតារំលឹកគុណព្រះរតនត្រ័យធ្វើសមាធិស្ងប់ចិត្តទៅវាចិត្តហ្នឹងវារកកន្លែងស្ងប់ឃើញវារកកន្លែងសុខឃើញឲ្យវាមកជ្រកនៅក្នុងអារម្មណ៍ដែលធ្វើឲ្យកើតចិត្តជ្រះថ្លាចិត្តរីករាយក្នុងបុណ្យហ្នឹងឧទាហរណ៍ជាផ្កាមកបូជាព្រះទិញខោអាវឲ្យក្មេងៗសភៅប៊ិចឲ្យក្មេងៗរៀនសូត្រទៅជួយចាស់ឬក៏មានកិច្ចការធុរៈអីជួយមិត្តភ័ក្តិអាហ្នឹងអាទីអញ្ចឹងវាដូរពីអាក្រៀមក្រំត្រឡប់មកទៅជាភាពស្រស់ស្រាយវិញហើយរៀនចម្រើនការយល់ដឹងក្នុងធម៌លោកមានបញ្ញាឃើញសភាពនៃចិត្តហ្នឹងវាប្រែប្រួលហើយមិនប្រកាន់ចង់ឲ្យតែចេះទៅហើយមួម៉ៅមិនបានមិនអញ្ចឹងឯអត់ទេអូចិត្តហ្នឹងវាឡើងវាចុះអញ្ចឹងហ្នឹងឯឥឡូវមើលឃើញដំណើរចិត្តឡើងចុះអញ្ចឹងបើវាស្ថិតនៅក្នុងអារម្មណ៍នាំឲ្យក្តៅក្រហល់កាហាយខឹងចំណែនស្អប់រឿងនឹងអ្នកនឹងទេយើងរៀនដូរមកគិតថាតែគេមានកន្លែងវាល្អខ្លះដែរឬក៏ដូរពីជជែកពីបុគ្គលហ្នឹងមកជជែកពីបុគ្គលដែលនាំឲ្យចិត្តយើងស្រស់វិញទៅដូរប្រធានបទបើនៅក្នុងធម៌ដូចថាយើងដូរអារម្មណ៍ចឹងយើងសំឡើងវិញទើបចិត្តហ្នឹងវាស្រស់មានពេលឱកាសមកវត្តមកវាថ្វាយផ្កានមស្ការសមាធិជួបជុំមិត្តភ័ក្តិហ្នឹងក៏មិត្តភ័ក្តិជាកល្យាណមិត្តអានសភៅធម៌ស្ដាប់ធម៌រឿយទៅហើយធ្វើកិច្ចការងារណាដែលយើងគិតថាយើងធ្វើហើយវាសប្បាយចិត្តធ្វើអំពើក្នុងកុសលណារឿយទីទៅអាហ្នឹងដូចយើងប្រោះឬក៏ស្រោចដើមឈើដែលវាក្រៀមស្វិតហ្នឹងត្រូវការចំណាយពេលយូរតម្រាំតែវាស្រស់ឡើងវិញយ៉ាងណាកុសលធម៌ទឹកចិត្តស្រស់ស្រាយក្នុងអំពើល្អចិត្តដែលតម្កល់នៅត្រូវដោយសតិបញ្ញាស្មារតីហ្នឹងវានាំចិត្តហ្នឹងឲ្យស្រស់ឡើងវិញចិត្តលហុតាវាដូចថាវាស្រាលឡើងវិញដែរ ពេលដែលយើងជួបរឿងអីខុសពីចិត្តយើងចង់យើងអាចទាស់ចិត្តយើងអាចមួម៉ៅយើងអាចខឹងបន្ទុះសារាយនឹងរឿងនឹងអារម្មណ៍នឹងវាជាធម្មតាក្នុងជីវិតវាតែងតែមានរឿងត្រូវចិត្តខ្លះរឿងមិនត្រូវចិត្តខ្លះវាមានអ្នកខ្លះគេស្រឡាញ់យើងវាមានអ្នកខ្លះគេស្អប់យើងចឹងយើងអត់អាចសង្ឃឹមថាគេសរសើរយើងរហូតគេគាំទ្រយើងរហូតគេនិយាយល្អពីយើងរហូតអានឹងយើងសង្ឃឹមចឹងមិនបានទេពីព្រោះវាខុសពីសច្ចភាពនៃជីវិតគ្មានអ្នកណាអាចជៀសផុតពីការនិន្ទាបានទេព្រះអង្គសម្ដែងថាណដ្ឋិលោកេអនិន្តិតោចឹងតើយើងមានបញ្ញាជួយសម្រួលផ្លូវចិត្តដើម្បីឲ្យវាចេះព្រមទទួលយកនៅអារម្មណ៍ទោះជាអារម្មណ៍នឹងល្អក្តីអារម្មណ៍នឹងមិនល្អក្តីពាក្យសម្ដីនឹងពីរោះក្តីមិនពីរោះក្តីទទួលដោយន័យថាក្នុងជីវិតនេះយើង
mình ai từ khoát khang thà muột kì mình ao kì vậy chẳng rồi có hàm khoát thà rương nâng mình ao cả láng hàm mặt bà này dương ở miền sầm mặt phiệp từ khoát rương nâng bà này ở đây để dương ai phước bán cứ dương vô một vị phiệp bị cha na thà rương nâng bà chỉ rương lõ dương cầm nọt đăng đòi bày nhá tha chỉ phò rồi bỏ bón chỉ phò này cạp chỉ yếm bằng phèn to su rồi bỏ dương từ bàn từ tu rương lọ nằng màu hai bà chụp rương mình lõ có trơ miên bày nhá cầm nọt đăng tha nâng có chỉ phò này ông pơ mình lõ phò này cạp chữ rồi có phò này cạp mình dựng cho tục đạo rồi bỏ dương từ bàn rương nâng cả làng vì ai miên hai bìa tây tạ hay nâng hai bạch bón bột xòm khá nia từ việc chênh từ chỉ rương phò lõ nâng phò lạc rõ nâng chứ dương miền bánh nhà mũi nơi ôm chỉ mùi chật nâng chui sắp bạp chật nâng chui bình dôl bạp chật nâng tha nâng ai chỉ vật nâng việc thờ tài bị chô mục chẳng ai dương tật tú đo sài mình men tha ơi chẳng mạch tư chụp hướng ấy có hướng tới anh mình khóa mẹ nè nông này đi tam này nữa nông áp bị thóm tha ạ của sao vì bà để dương chụp hới phò này bạp nữa nghe dương rút tên ná của rút mình rụi đây rút châu nông prey lang lợp nùng châu rung cả đám có ạ của sao nó vì tam dương đây xung bây tại bán tra chia bộ bột hới ạ có sao là cam cha năng viên ở tam bộ bột nâng bàn từ tiệt rừng ấy thà vì mình ai một tam dương chỉ mà nụ xà mảnh bán hay cam nâng mình men chỉ nè na chỉ nè sáng ấy cứ dương chỉ nè sáng nâng ai dương chỉ nè sáng hết nấy rừng ở cọ nâng dương chỉ nè sáng hết nấy rừng lọ nâng hay dương chỉ nè từ tua rừng ở cọ nâng rừng lọ nâng dương mình ai bật tu pre và anh bọn na bà này dương nó chỉ nè design chỉ vật ở khuôn ai nâng ai bà tu chia tê và đá và anh lụng mà chui dương có to là dương nó miên bón nâng ơi tê và đá và anh nâng chui dương này bà dương khoa bón lục trong chui của chui dương mình bán này lục ai miên chất ở nát và nằm đằng thơ mạch sạch lục và bật được tam cam nâng để khuôn bán phơ nhưng dương bà khơi rương ấy mình lọ mình xóm rúm ca bà bật nâng mình trầm trớ dương ai nai nôm tha đấy bà dạy bà dùl bà nó to là bà dạy bà dạy play chất bà dương phong bà vua bà khá dương bà chênh cầm hăng ca to chất nó bà cọp đội cùng nung sọp vì tay chị thưa ở dương nó cao tua xạ từ bình cầm hăng xưa thật bọn bà đại sao vậy ấy thật bọn bà đại bọn sẽ đây tha thế thật bọn sẽ đây thà bọn khơi thật kỳ khâu thế bọn khơi thật kỳ khâu hết sẽ đây thà vấn đề xưa thật bọn từ khăn từ sọp từ bạ chất từ túc tu mà nói đấy thà thế bọn bà đại prap nó đói bà tây cả rồi nà mẹn slow khâu cô khâu tơ thợ của thợ tơ mẹn này bọn nó tới chui này nóm bắn này bà tây bọn nâng nô miên pre bà nhà nhiên group krong bà tây bà bọn miên UPK miên samadhi để chui ơi bọn miên tăng cầm lăng cai miên tăng cầm lăng chất hay cả này nóm nó bộ cóp đói mà ha cả rồi ná ọt miên sọp cùng cuốn tới tiết chẳng bà tây nâng át bò sọt nè bắt thật thá bắt thật đây của bật mẹn bên này dương chỉ bật thấy chốn ấy vì bị bà nâng cục krong chất bị bà nâng bành chạy thả mùi ná chỉ cả đây và đợi đời cả rồi nà mùi ná chỉ cả khăn được thật tục tôm mà nó không chất hay vừa ở bà chanh chơi vì chia vì trà về khác chia vì trà muối này nôm bà đợi mấy bên đội cầm hằng từ việc vừa ở cao tới chỉ tô xạ tầng dương nè giấy nè sẽ đạp nó có cao tô xạ tới bất tha
ការណែនាំហ្នឹងឃើញកំហុសហ្នឹងវាខុសជាងក៏ពិតមែនហើយចឹងបានថាការថែរក្សាចិត្តឲ្យបានល្អនេះមិនមែនជារឿងងាយទេចឹងតើតែយើងរៀនកំណត់ដឹងថារឿងវាមិនអាចកើតឡើងតាមយើងចង់គ្រប់រឿងទេមនុស្សមិនអាចធ្វើត្រូវចិត្តតាមយើងប្រាថ្នាបានគ្រប់គ្នាទេគេមិនចេះតែធ្វើល្អជាមួយយើងនិយាយសរសើរយើងរហូតទេរឿងវាមានទាំងសងខាងវាមានទាំងល្អមានទាំងមិនល្អអញ្ចឹងព្រះអង្គឲ្យយើងរៀនកាត់ទោមនោះចំពោះរឿងមិនល្អហើយនឹងសោមនោះឬក៏អភិជាជាប់ជំពាក់នឹងរឿងល្អព្រះអង្គឲ្យយើងដើរផ្លូវកដាលវិញរឿងល្អរឿងមិនល្អកើតឡើងទទួលដោះស្រាយធ្វើដំណើរទៅមុខមិនឲ្យជាប់ជំពាក់ទាំងសងខាងអានឹងទើបយើងមិនសូវកើតទុកខ្លាំងនៅក្នុងន័យអភិធម្មអ្វីដែលកើតឡើងចំពោះយើងចំពោះគេនឹងវាមិនជារឿងចៃដន្យទេសិតតែមានហេតុមានផលគ្រប់គ្រាន់បើយើងជួបរឿងល្អគេសរសើររកស៊ីចំណេញជីវិតនឹងបានសុខភាពល្អទៅអានឹងជាផលនៃកុសលកម្មទាំងកុសលកម្មអតីតទាំងកុសលកម្មបច្ចុប្បន្នបើឧទាហរណ៍ថាយើងធ្លាប់ចំម៉ែងចំអើចែកទានរក្សាសិលអញ្ចឹងបុណ្យនឹងផ្សំផ្គុំនឹងការប្រយ័ត្នប្រយែងសេចក្តីមិនប្រមាទការមានសិលពេលបច្ចុប្បន្នមិនបៀតបៀនមិនចងពៀជាមួយអ្នកដទៃនឹងធ្វើឲ្យបុគ្គលនឹងបានសុខទៅបើផ្ទុយទៅវិញជីវិតនឹងវាអត់អាចនៅថេរជាកុសលវិបាកចឹងរហូតទេវាមានពេលខ្លះជួបរឿងមិនល្អគេស្ដីគេថាគេជេរគេប្រកាច់គេប្រខូចរកស៊ីខាតបាត់បង់ព្រាត់ប្រាសភ្លើងឆេះអីចឹងទៅហ្នឹងមិនចាំបាច់ថានេះយើងសាមញ្ញជនជួបទេសូម្បីតែព្រះសម្មាសម្ពុទ្ធពេលខ្លះក៏ទៅគេជេរគេប្រកាច់គេប្រខូចឬក៏ត្រូវមានពៀតគេពមៀលដុំថ្មចេញឈាមអីចឹងទៅអាហ្នឹងឱកាសហ្នឹងជាឱកាសនៃបាបកម្មអកុសលឲ្យផលលោកហៅថាអកុសលវិបាកប៉ុន្តែរឿងអាក្រក់ហ្នឹងកើតឡើងចំពោះព្រះអរិយបុគ្គលព្រះអរហន្តវាប៉ះពាល់តែផ្លូវកាយទេមិនធ្វើឲ្យបតីរបស់ព្រះអង្គកើតទុក្ខទេដោយសារវាអស់នៅសេចក្តីជាប់ជំពាក់ទោមនោះការខឹងក្រេវក្រោធចំពោះអារម្មណ៍ចំពោះរឿងហ្នឹងពីបតីព្រះអង្គអស់ហើយអស់មានគ្រឿងទាស់នឹងហើយចំណែកយើងគ្រប់គ្នាវានៅអញចង់ល្អអញចង់ទៅជួបរឿងគេសរសើរឯងអញមិនចង់ឲ្យគេនិន្ទានឹងទេវាស្រឡាញ់មកខាងវាទាត់មកខាងចោលហើយជីវិតហ្នឹងដែលមានទុកច្រើនហ្នឹងគឺរឿងប្រកាន់មកខាងហើយទាត់មកខាងចោលហ្នឹងអញ្ចឹងបានព្រះអង្គឲ្យយើងទាំងអស់គ្នាហ្នឹងរៀនដើរក្នុងមជ្ឈិមាបដិបទាផ្លូវកដាលមានន័យថាអាចទទួលរឿងល្អដែលកើតឡើងក៏ទទួលកំណត់ដឹងបានរឿងមិនល្អកើតឡើងក៏កំណត់ដឹងបានថាសុទ្ធតែមានហេតុសុទ្ធតែមានផលនៅពីក្រោយអ្វីមិនមែនជារឿងចៃដន្យអ្វីមិនមែនថាជីវិតខ្ញុំមិនក៏អភ័ព្វមិនខ្ញុំមានរឿងអញ្ចឹងខុសគេអត់ទេគឺថាមានកម្មពីអតីតផងមានកម្មបច្ចុប្បន្នផងទើបឲ្យមានវិបាកកម្មនឹងយើងមិនដឹងថាយើងមានបានធ្វើអ្វីខ្លះពីអតីតមកយើងមិនដឹងថាគេធ្វើអ្វីខ្លះពីអតីតមកបើពុទ្ធលោកមានញាណដឹងអំពីបព្វកម្មរបស់បុគ្គលម្នាក់នឹងឧទាហរណ៍ថាព្រះសង្ឃមួយអង្គនោះមានបច្ចុប្បន្នរហូតដល់160វស្សាហើយបុណ្យរបស់លោកមិនងាយឈឺប្រទេសផ្ដាទេដោយអសាអានិសង្ឃដែលលោកធ្លាប់ធ្វើជាពេទ្យព្យាបាលព្រះសង្ឃព្រះសម្មាសម្ពុទ្ធអីចឹងបុណ្យហ្នឹងជួយឲ្យមានអាយុវែងហើយមានសុខភាពល្អចំណែកខ្លួនព្រះអង្គក៏ព្រះអង្គដឹងព្រះអង្គក្អួតឈាម
បាបកម្មរបស់ព្រះអង្គដោយសារព្រះអង្គធ្លាប់ធ្វើជាពេទ្យដល់ធ្វើជាពេទ្យគេអត់ឲ្យលុយដល់អត់ឲ្យលុយព្រះអង្គដាក់ថ្នាំឲ្យគេក្អួតឈាមឲ្យគេឈឺកាន់តែខ្លាំងឡើងអញ្ចឹងបាបកម្មហ្នឹងធ្លាក់មកលើព្រះអង្គចិត្តនឹងបរិនិព្វានហ្នឹងត្រូវក្អួតខាងលើផងចុះប្របាទខាងក្រោមផងនឹងទូអង្គពុទ្ធផងនៅតែទទួលផលកម្មហ្នឹងពេលខ្លះទៅគេប្រកាច់ប្រខូចព្រះអង្គទៅព្រះអង្គធ្លាប់ឃើញព្រះបច្ចេកពុទ្ធដែលជាអ្នកមានគុណធម៌គេគោរពគេស្រឡាញ់គ្រប់គ្នាហើយគេអត់សូវយកចិត្តទុកដាក់ជាមួយនឹងពុរិស័ទកាលនោះហើយដូចមានចិត្តមើងងាយចំណែននឹងព្រះបច្ចេកពុទ្ធចោតប្រកាន់មិនដឹងចោលមិនដឹងមនុស្សកាលកណីមកពីណាឃ្លុំស៊ុបទ្រុបពោវចន្ទៀលអាក្រក់អីចឹងទៅណាប្រកាច់ប្រខូចហើយដល់បាបកម្មហ្នឹងធ្វើឲ្យព្រះអង្គត្រូវគេប្រកាច់ប្រខូចវិញទៅក្នុងពេលបច្ចុប្បន្នហ្នឹងនាងចិញ្ចានាងសុន្ទរីអីចឹងជាដើមប៉ុន្តែរឿងរ៉ាវទាំងអស់ហ្នឹងកើតឡើងចំពោះព្រះអង្គមិនធ្លាយចូលដល់ផ្លូវចិត្តរបស់ព្រះអង្គទេព្រះអង្គនៅតែដឹងប៉ុន្តែមិនឲ្យមានសេចក្តីទុក្ខទៅតាមផ្លូវចិត្តពីព្រោះមានកម្លាំងព្រះបញ្ញាមានអកុសលគ្រឿងទាស់ហ្នឹងវាស្ងួតទៅហើយព្រះអង្គកំណត់ដឹងថាកម្មហ្នឹងដែលដល់ពេលត្រូវឲ្យផលត្បិតថាព្រះអង្គជាពុទ្ធក៏ដោយប៉ុន្តែព្រះអង្គនៅតែដោះស្រាយនៅតែរកវិធីសាស្ត្រដើម្បីរងាប់បញ្ហាហ្នឹងមិនមែនទុកបញ្ហាហ្នឹងឲ្យចោលទេរហូតដល់ព្រះរាជាមកជួយដោះស្រាយបញ្ហាហ្នឹងដើម្បីបញ្ចប់អធិការហ្នឹងទៅប៉ុន្តែសេចក្តីទុក្ខមិនបានមកគ្របសង្កត់ផ្លូវចិត្តរបស់ព្រះអរិយបុគ្គលព្រះអរហន្តទាំងឡាយទេអញ្ចឹងយើងរៀនកំណត់ដឹងថាអ្វីៗក្នុងโลกនេះមិនមែនកើតឡើងអត់ហេតុអត់ផលទេយើងទាំងអស់គ្នាសន្មតថាជាខ្លួនយើងនេះជាផលនៃបច្ច័យទេដូចជាគៀងដែលអាស្រ័យបច្ឆេះអាស្រ័យប្រេងអញ្ចឹងបើបច្ឆេះនឹងអស់ទៅប្រេងនឹងអស់ទៅនឹងរលត់ប៉ុនដែលយើងសន្សំមកហ្នឹងបើអស់ទៅរលត់ភ្លឹបតែម្ដងអត់អាចបន្តតវ៉ាឡើងតុលាការអីណាបានទេដូច្នេះហើយយើងគួរមានសេចក្តីជ្រះថ្លានឹងប៉ុនដែលខ្លួនយើងបានរស់នៅមួយថ្ងៃនេះហើយចំណាយពេលមួយថ្ងៃដែលយើងរស់ដោយសារបុណ្យហ្នឹងសាងអំពើល្អធ្វើទានរក្សាសិលចម្រើនមេត្តាផឹងផែងរកស៊ីទទួលទានហើយបំពេញសេចក្តីល្អតម្រាំដល់ជាគៀងជីវិតនឹងរលត់ទៅយើងខ្ចប់សេចក្តីល្អហ្នឹងទៅតាមជាមួយបើមិនចឹងទេជីវិតរបស់យើងនឹងទៅទេសូនសងហើយខ្ចប់បាបទៅជាមួយទៀតទៅខឹងចំណែនស្អប់គំនុំគុំគួនចងពៀជាមួយអ្នកដតីអានឹងខ្ចប់បាបទៅជាតិមុខជាតិក្រោយធ្វើឲ្យកំណើតនឹងដុនដាបចុះទៀបទៅហើយយើងមានបញ្ញាកំណត់ដឹងនៅហេតុផលធ្វើឲ្យយើងរឹងប៉ឹងផឹងផែងហើយមិនអង្គុយសោកសៅទេពីព្រោះសោកសៅជាបាបថ្មីហើយរឿងមិនល្អដែលកើតឡើងស៊ីខាតឬក៏បាត់បង់អីផ្សេងហ្នឹងអានឹងជាផលបាបចាស់អញ្ចឹងយើងអត់បង្កើតបាបថ្មីដើម្បីទទួលសេចក្តីទុក្ខបច្ចុប្បន្នផងហើយអាបាបថ្មីហ្នឹងវានាំទុក្ខទៅក្នុងអនាគតជាតិផងអញ្ចឹងយើងទទួលផលកម្មចាស់ទៅធ្វើម៉េចអានឹងជីវិតហ្នឹងវាត្រូវតែជួបអញ្ចឹងដោះស្រាយទៅហើយដោះហើយចេះប្រូនល្មមថាខ្ញុំប្រឹងអស់ពីសមត្ថភាពខ្ញុំប៉ុណ្ណឹងហើយអានឹងទើបយើងមិនកើតទុក្ខខ្លាំងមានញាតិញោមខ្លះទៅថាគាត់ខ្វល់ខ្វាយព្រួយបារម្ភ
ពីអ្នកដតីហួសហេតុពេកគាត់ភ្លេចស្រឡាញ់ភ្លេចយកចិត្តទុកដាក់ថែអាសាខ្លួនឯងទៅជាដេកមិនលក់មួម៉ៅខ្វល់ខ្វាយខ្លួនឯងនេះសពប់សពូនក្រៀមក្រំនិយាយហ្នឹងមិនមែនបានន័យថាមិនខ្វល់ពីអ្នកដតីអាណាងាប់អីងាប់ទៅទេមិនមែនទេប៉ុន្តែនៅក្នុងពុទ្ធសាសនាសម្ដែងពីសេចក្តីស្រឡាញ់មេត្តាភាវនាហ្នឹងគឺដំបូងឡើយផ្ដើមចេញពីស្រឡាញ់ខ្លួនឯងធ្វើឲ្យខ្លួនឯងនឹងរឹងប៉ឹងស្រស់ស្រាយធ្វើឲ្យមានលំនឹងរឹងមាំហើយយើងជួយជ្រោងអ្នកដតីឲ្យបានរឹងមាំដែរយើងផ្សាយសេចក្តីស្រឡាញ់នឹងឲ្យអ្នកដតីយើងមានការឧបមានៅក្នុងធម៌លោកពាក្យថាអត្តាnăngឧបមាកាត់ថ្វាយកខ្លួនឯងជាឧបមាថាយើងចង់បានសុខយើងចង់បានការស្រឡាញ់រាប់អានគេគ្រប់គ្នាក៏ចង់បានសុខចង់បានការស្រឡាញ់រាប់អានអញ្ចឹងសូមឲ្យខ្ញុំបានសុខរួចផុតពីទុក្ខសូមឲ្យសពសត្វទាំងអស់បានសុខរួចផុតពីទុក្ខអញ្ចឹងយើងបានសុខទាំងអស់គ្នាប៉ុន្តែអាត្មាធ្លាប់ជួបកន្លងមកមានញាតិញោមខ្លះគាត់គិតទៅពីព្រួយបារម្ភហត់នឿយរឿងអ្នកដតីវល់វល់បដោយចិត្តបដោយអារម្មណ៍ហ្នឹងទៅកាន់រឿងដតីនឹងច្រើនពេកហើយភ្លេចរក្សាចិត្តខ្លួនឯងឲ្យនៅក្នុងភាពតិចតិជុំកុសលធម៌វាទៅជារឿងព្រួយទៅរឿងព្រួយបារម្ភហួសហេតុអាហ្នឹងនៅក្នុងអកុសលរវើរវាយហើយអាហ្នឹងឯងដែលធ្វើឲ្យចិត្តរបស់យើងវាខ្ទេចខ្ទាំអញ្ចឹងត្រឡប់មកវិញថាយើងនៅតែមានសេចក្តីស្រឡាញ់មេត្តាករុណាហើយក៏មានសេចក្តីសប្បាយរីករាយនៅពេលដែលគេបានសុខហើយក៏ត្រូវមានឧបេក្ខាមួយទៀតថាมันអាចយើងមានសមត្ថភាពទៅជួយបុគ្គលនឹងបានគ្រប់គ្នាឬក៏យើងមិនអាចប្រកបថាអ្នកនឹងត្រូវតែអញ្ចឹងគួរត្រូវតែទៅតាមផ្លូវនេះតាមដែលយើងចង់ឯងវាអត់អាចទៅអញ្ចឹងតើមានបញ្ញាមួយកំណត់ដឹងថាសត្វលោកនឹងមានសម្ពាយកម្មរៀងខ្លួនយើងជួយដោយទឹកចិត្តមេត្តាករុណាប៉ុន្តែយើងមិនអាចទៅទទួលរងកម្មជំនួសគេបានទេអ្នកណាធ្វើកម្មអ្នកនោះទទួលយើងអត់អាចទៅជ្រៀតជ្រែករឿងកម្លាំងកម្មនឹងបានទេនៅក្នុងធម៌លោកសម្ដែងថាណដ្ឋិកម្មੰសមੰពលំកម្លាំងអ្វីស្មើនឹងកម្លាំងកម្មមិនមានទេជួនកាលយើងចង់ជួយបុគ្គលនឹងយើងផឹងប្រែងអស់ពីលទ្ធភាពប៉ុន្តែគាត់ដូចថាអត់មានបុណ្យនឹងត្រូវទទួលជំនួយនឹងខ្ញុំកណាត់ថាភាពធ្លាប់ជួបអញ្ចឹងខំជួយខំណែខំនាំឲ្យទៅរោពេទ្យរោម៉ូដែលល្អដែលថ្លៃក៏អត់ចង់ហើយចុងក្រោយគ្រោះថ្នាក់ដល់គាត់វិញហើយអាហ្នឹងត្រូវមានឧបេក្ខាចិត្តហើយថាហ្នឹងសត្វលោកមានកម្មជារបស់ខ្លួនអញ្ចឹងយើងមិនអាចទៅបខំរឿងនឹងឲ្យតាមចិត្តយើងបានគ្រប់រឿងបានទេអញ្ចឹងយើងអត់សូវធ្ងន់ទេពីព្រោះតើកាលណាយើងយកអារម្មណ៍អ្នកដតីដែលកំពុងកើតទុក្ខនឹងមកទុកក្នុងចិត្តយើងកើតករុណាហ្នឹងត្រូវហើយក្នុងករុណានៅឃើញគេកើតទុក្ខពិបាកយើងមានចិត្តជួយសង្គ្រោះប៉ុន្តែវាអាចជាបច្ច័យនាំឲ្យកើតទោមនស្សទោសៈហើយអាទោសៈទោមនស្សហ្នឹងវាជាភ្លើងអុចយើងឈិតឲ្យយើងខ្វល់ខ្វាយមួម៉ៅពិបាកចិត្តហើយហ្នឹងទៅជានាំឲ្យយើងខ្វល់ទៅវិញអញ្ចឹងយើងជួយដោយករុណាប៉ុន្តែត្រូវតែមានបញ្ញាទៅជាមួយទប់ស្កាត់កុំឲ្យចិត្តហ្នឹងវាពុះកជ្រួលហើយបខំឲ្យរឿងហ្នឹងតាមចិត្តយើងបខំឲ្យគេហ្នឹងដូចយើងអាហ្នឹងมันអាចបខំបានទេអញ្ចឹងយើងរៀនព្រមហើយយើងនៅតែបន្ត
មេត្តាសេចក្តីស្រឡាញ់ការយកចិត្តទុកដាក់ការជួយសង្គ្រោះប៉ុន្តែធ្វើអមជាមួយនឹងឧបេក្ខាបញ្ញានឹងទៅជាមួយផងទើបយើងមិនខ្វល់ខ្វាយចិត្តហួសហេតុពេកភាពមានបានฮืអហាអស្ចារ្យរបស់យើងនឹងអាចជាទីតាំងនៃការចំណែននិន្ទាអ្នកដតីងាយវាព្រោះមនុស្សគ្រប់គ្នាគេមិនចេះតែសប្បាយចិត្តនឹងសេចក្តីសុខនិងភាពមានបានរបស់យើងគ្រប់គ្នាទេវាមានអ្នកខ្លះគេមិនពេញចិត្តហើយដោយសារអកុសលដែលមាននៅក្នុងចិត្តគេនឹងធ្វើឲ្យគេទាស់ចិត្តអ្វីដែលយើងមានហ្នឹងហើយដែលយើងបង្ហាញបង្អួតបង្អហ្នឹងក៏ដោយចិត្តលោភៈមានះនៅក្នុងខ្លួនចង់ឲ្យគេដឹងចង់ឲ្យគេស្គាល់អញ្ចឹងទៅក្នុងន័យជាសាមញ្ញជនតែហ្នឹងគេមានគេបង្ហាញអញ្ចឹងប៉ុន្តែនៅក្នុងន័យធម៌របស់ទាំងអស់ហ្នឹងកាមគុណទាំងអស់ហ្នឹងលោកប្រៀបធៀបដូចជាដុំសាច់ចឹងដែលក្អែកវាតាមចឹកស៊ីគ្រប់គ្នាចឹងទៅចឹងវានាំឲ្យមានរឿងនាំឲ្យកើតជាចំណែនឬក៏ពេលខ្លះបកាច់បខូចពលឹះធ្វើឲ្យបង្អាប់បង្អោនកិត្តិយសអ្នកដតីអីចឹងទៅទៀតក៏មានដែរចឹងក្នុងការបង្ហាញទ្រព្យរបស់ហ្នឹងក៏ប្រយ័ត្នប្រយែងណាពីព្រោះវាជាអាវុធមុខពីរវាអាចធ្វើឲ្យគេសប្បាយចិត្តជាមួយក៏មានវាអាចធ្វើឲ្យគេចំណែននិន្ទាខឹងហ្នឹងក៏មានហើយយើងក៏បង្កើតទម្លាប់មួយទម្លាប់បង្អួតបង្អមានចិត្តលោភៈជាប់ជំពាក់នឹងឲ្យគេដឹងអញ្ចឹងបានជានៅក្នុងធម៌លោកទាញឲ្យយើងចេះដូចថាប្រើប្រាស់ទ្រព្យរបស់ដែលមានហ្នឹងឲ្យបានជាប្រយោជន៍សម្រាប់អ្នកដតីជាបុណ្យកុសលសម្រាប់ខ្លួនយើងដូចជាអនាថបិណ្ឌកសេដ្ឋីនាងវិសាខាជាសេដ្ឋីមែនប៉ុន្តែលោកបានធ្វើអំពើជាប្រយោជន៍ដល់សង្គមជាតិរបស់លោកសម័យនោះនិងសង្គមសាសនាមានវត្តអារាមប្រសង់និងកិច្ចការងារធម្មទានអីផ្សេងទៅទៀតដោយទ្រព្យសម្បត្តិដែលលោកមានរហូតដល់ព្រះបាទធម្មយាសោកដែលលោកគិតថាអញជាស្ដេចផែនដីប៉ុន្តែធ្វើទានចាញ់អនាថបិណ្ឌកសេដ្ឋីឯងអញ្ចឹងបងប្អូនញាតិញោមទាំងអស់គ្នាគួរពិចារណាដែរថាគុណតម្លៃរបស់យើងវានៅខាងក្នុងខ្លួនសេចក្តីសុខសេចក្តីទុក្ខនឹងវានៅក្នុងចិត្តរបស់យើងវាធម្មតាវាត្រូវអាស្រ័យនឹងទ្រព្យសម្បត្តិនឹងកិត្តិយសគេឈ្មោះនឹងប៉ុន្តែมันអាចពឹងសេចក្តីសុខរបស់យើងនឹងពឹងទៅលើរបស់ទាំងអស់នឹងទាំងស្រុងបានទេហើយបើនៅក្នុងធម៌លោកចាត់ទុកទាំងអស់អារម្មណ៍ទាំងអស់ហ្នឹងជាអារម្មណ៍របស់កាមគុណហ្នឹងមិនមែនសម្រាប់តែរឿងស្រីប្រុសទាំងរឿងទាំងអស់អ្វីដែលវាឆ្លងកាត់មកតាមភ្នែកតិចជំនន់ដាតកាយចិត្តហើយវាជាទីតាំងនៃការជាប់ជំពាក់ហ្នឹងលោកហៅថាជាកាមគុណហើយធ្វើឲ្យយើងវិវក់វល់ជាប់ជំពាក់ចង់ថាបានហើយគេក៏ចង់បានយើងក៏ចង់បានហើយជាហេតុនាំឲ្យមានចំនួនគ្នានៅក្នុងសង្គមបណ្ណាំងប្រជែងគ្នានឹងឯងអញ្ចឹងតើយើងប្រើដោយប្រុងប្រយ័ត្នទទួលយកដោយសតិស្មារតីកុំគ្រាន់តែចង់បង្អួតបង្អល់បង្ហាញហើយធ្វើឲ្យយើងវិវក់ជាប់ជំពាក់នឹងការសរសើរ
លើកជើងហើយជាអាចជាទីតាំងនៃការចំណាយនន្ទានៃអ្នកដទៃអញ្ចឹងយើងប្រើប្រាស់ទ្រព្យសម្បត្តិរបស់របរហ្នឹងដើម្បីឲ្យបានជាប្រយោជន៍ដល់ខ្លួនយើងផងគ្រួសារផងសង្គមផងជាបុណ្យកុសលសម្រាប់ក្នុងជីវិតរបស់យើងក្នុងចិត្តរបស់យើងផងបើចំពោះជីវិតជាព្រះសង្ឃវិញព្រះអង្គឲ្យប្រយ័ត្នប្រយែងណារឿងប្រើប្រាស់របស់របរអីសពគ្រប់ទាំងអស់ឲ្យចេះពិចារណាឲ្យចេះថ្លឹងថ្លែងឲ្យចេះប្រើឲ្យល្មមប្រមាណហើយប្រាប់ទៀតថាប្រើនឹងមិនមែនដើម្បីពង្អួតបង្អបង្ហោះបង្ហើបង្ហាញសាច់ជូនអ្នកស្រុកអីទេនឹងនៅក្នុងបច្ចវេកណវិធីដែលព្រះអង្គសម្ដែងអញ្ចឹងយើងគួរសង្រួមកន្លែងហ្នឹងដើម្បីសង្រួមចិត្តរបស់យើងផងហើយដើម្បីឲ្យអ្នកដតីនឹងកុំឲ្យគ្នាកើតបាបដោយសាររបស់នឹងផងយើងរៀនប្រើទ្រព្យដែលជាបុណ្យរបស់យើងដោយសតិបញ្ញាស្មារតីប្រើទ្រព្យដែលជាបុណ្យចាស់ហ្នឹងបង្កើតបុណ្យថ្មីបន្តទៅទៀតជាអរិយទ្រព្យជាប់នៅក្នុងចិត្តជាប្រយោជន៍ទៅក្នុងអនាគតជាតិអនុមោទនាមានបងមួយចំនួនផ្ញើសារមកថាដូចតែគាត់នៅក្មេងប៉ុន្តែស្មុគស្មាញពិបាក stress មានសម្ពាធច្រើនណាថ្មគិតថាវាអាចថាមានសម្ពាធនៅក្នុងគ្រួសារសម្ពាធនៅសាលាសម្ពាធមនុស្សជុំវិញខ្លួនហ្នឹងដូចថាក្នុងគ្រួសារជួនកាលមិនមានការយល់ចិត្តអីស្រឡាញ់ឲ្យបានកក់ក្ដៅមានតការស្ដីបន្ទោសថាជាបតិចដាក់គំនាបគៀបសង្កត់អាត្មាធ្លាប់ជួបដែរគាត់ពេលខ្លះគាត់ដូចតែងុំក្នុងចិត្តអ្វីដែលគាត់មានវិបត្តិហើយគាត់អត់ហ៊ាននិយាយនៅក្នុងគ្រួសារហ្នឹងក៏មានអ្នកខ្លះទៀតដូចតែមានសម្ពាធពីសាលាលោកគ្រូដាក់ការងារឲ្យច្រើនរៀនច្រើនមុខវិជ្ជាពេលខ្លះរៀនពី3សាលាទៀតអាហ្នឹងក៏មានបញ្ហាប៉ះពាល់ដល់សម្ពាធផ្លូវចិត្តហ្នឹងខ្លាំងដែរនិយាយចឹងមិនមែនន័យថាមិនឲ្យរៀនខ្ជិលអត់ទេប៉ុន្តែគាត់ថារៀនលៃលោកពេលវេលាសម្រាប់ទាំងសុខភាពផ្លូវកាយទាំងសុខភាពផ្លូវចិត្តទាំងចំណេះដឹងបើខ្វះណាមួយក៏យើងវាអត់បានសុខដែរឧទាហរណ៍ថាឈឺច្រើនហើយធ្វើម៉េចយកចំណេះដឹងទៅធ្វើអីក៏វាដេកនឹងទៅទេម្យ៉ាងទៀតឧទាហរណ៍ថារៀនដល់ណាដល់នៃបណ្ឌិតអនុបណ្ឌិតអីប៉ុណ្ណាមួមកក្តៅក្រហាយជាបន្តិចខ្ញុំគណៈសមភាពធ្លាប់ជួបខ្លួនឯងញាតិញោមគាត់រៀនបានច្រើនមិនតិចមិនទួចអីចប់បណ្ឌិតអស់ហើយប៉ុន្តែក្នុងចិត្តហ្នឹងសឹងផ្ទុះសឹងចងកហើយអាហ្នឹងដូចថាស្ថានភាពផ្លូវចិត្តវាអត់ល្អចំណេះដឹងមានប៉ុន្តែការរក្សាសុខភាពផ្លូវចិត្តហ្នឹងអត់សូវសម្បូរធ្វើឲ្យមានបញ្ហាអញ្ចឹងតើឲ្យវាមាន balance ហើយមានតុល្យភាពនឹងគ្នាហើយអាស្ថានភាពផ្លូវចិត្តហ្នឹងវាមិនមែនទៅអញ្ចឹងភ្លាមទេវាសំឧទាហរណ៍ថាអន់ចិត្តនឹងសំរឿយទៅវាទៅជាដំបៅក្នុងទ្រូងអញ្ចឹងតើពីមានបញ្ហានិយាយទៅឲ្យរួចហើយកុំសូវអោបកសោបទុកយូរពេកវាផ្ទុះដល់ពេលផ្ទុះវាគ្រោះថ្នាក់ទាំងខ្លួនយើងគ្រោះថ្នាក់ទាំងនៅក្បែរខ្លួនយើងហើយអ្នកនៅក្បែរនោះក៏គួរប្រយ័ត្នប្រយែងពាក្យសម្ដីកាយវិការកប្បកិរិយាដែរពីព្រោះយើងវាមានតំណែងតំណងគ្នាទៅវិញទៅមកវាមានឥទ្ធិពលទៅលើគ្នាទៅវិញទៅមកពាក្យសម្ដីកប្បកិរិយាហ្នឹងធ្វើឲ្យគេឈឺចាប់ไปឈឺឌឺដងទៅគេនោះឈឺព្រោះយើងមានបាបដែរហើយមានបាបវាវល់គំនុំគុំគួនគ្នាទៅហើយតលរៀនដូចថាអាណិតគ្នាសម្លឹងដោយចិត្តមេត្តាហើយការបដៅណែនាំហ្នឹងក៏ប្រកបដោយបញ្ញាមិនមែនទាំងកំរោលកំហឹងទៅ
វាទទួលយកអត់បានហើយប៉ះពាល់ដល់សុខភាពផ្លូវចិត្តដល់អ្នកដែលទទួលការណែនាំខ្ញុំគណៈសមាភិបធ្លាប់ជួបញោមដែលម៉ែគាត់ចេញខោកចូលខោកមានចានខោកចានមានវែកខោកវែកហើយចឹងគាត់ស្លុតក្នុងចិត្តរបស់គាត់ដែលម្ដាយគាត់ដាក់សម្ពាធខ្លាំងពេកចឹងទៅរហូតដល់គាត់អាយុ50-60ហើយនឹងគាត់មានវិបត្តិផ្លូវចិត្តលេបថ្នាំរហូតដល់សប្តាហ៍ថ្ងៃហើយអាជំងឺនឹងឆ្លងដល់កូនគាត់ទៅទៀតអានឹងដូចថាវាជាប់នៅក្នុងចិត្តម៉ែដល់កូនមកវាឆ្លងតែនៅសាលារៀនក៏សិស្សទទួលរងសម្ពាធផ្លូវចិត្តនឹងមកផ្នែកដែរមួយពីរឿងសម្ពាធការសិក្សាថាត្រូវផឹងហ៊ានឲ្យបានល្អឲ្យប្រកែពីរសម្ពាធពីមិត្តភ័ក្តិឧទាហរណ៍ថាជួនកាលឃើញគេល្អឃើញគេមានទូរស័ព្ទឃើញគេមានម៉ូតូហើយឯងនេះវាអន់អញ្ចឹងវាដាក់សម្ពាធមកលើខ្លួនឯងថាតូចចិត្តនឹងវាសនាតូចចិត្តនឹងម៉ែតូចចិត្តនឹងឪអីចឹងតែហ្នឹងតើរៀនទម្លាក់ទៅហើយវាសនាមនុស្សមិនដូចគ្នាទេយើងប្រឹងទៅអាហ្នឹងបនចាស់របស់គេហើយបើគេស៊ីបនចាស់ហ្នឹងអត់ប្រឹងធ្វើបនថ្មីអាហ្នឹងអស់ហើយមិនម៉ែឪមិនអាចជួយបានទេយើងត្រូវប្រឹងបនថ្មីរបស់យើងហើយយើងទទួលផលរបស់យើងនៅថ្ងៃខាងមុខវិញសម្ពាយបនហ្នឹងវាខុសគ្នាអញ្ចឹងហើយមកជូនជាយោបល់ដែរដូចថាបងប្អូនក៏គុំទម្លាប់និយាយពីឈឺឌឺដងធ្វើឲ្យគេឈឺចាប់អីចឹងទៅឬក៏សម្លុតគម្រាមកំហែងឬក៏ពេលខ្លះទៅរាល់ថ្ងៃហ្នឹងនៅក្នុងប្រព័ន្ធសង្គម Facebook ឬក៏ TikTok អីហ្នឹងបញ្ចេញធ្វើម៉េចឲ្យគេក្តៅក្រហាយហ្នឹងវាមានកម្មពៀវរាគេក្តៅមែនប៉ុន្តែយើងជាប់ពៀវរាមិនសុខទេទៅមុខទៅក្រោយហ្នឹងយើងមានសេចក្តីទុកជាប់តាមខ្លួនយើងទៅហើយដូចថាបញ្ហារឿងជីវភាពសង្គមហ្នឹងក៏អញ្ចឹងដែររាល់ថ្ងៃហ្នឹងបច្ចេកវិទ្យាវាជឿនលឿនពេកហើយពេលខ្លះយើងគិតតែពីនៅមុខទូរស័ព្ទត្រិលចុះត្រិលឡើងអត់គិតធ្វើអីការងារអីឲ្យពិតប្រាកដទេវាអត់មានបានអីវាបានតែឆ្លងរោគពីប្រព័ន្ធសង្គមនឹងមកវិញធ្វើឲ្យមួម៉ៅអ្នកចំណាយពេលច្រើនពេកហ្នឹងតាមក្បួនវិទ្យាសាស្ត្រការស្រាវជ្រាវហ្នឹងក៏បង្ហាញដែរវា stress រហូតដល់កើតទៅជា depression ខឹងអ្នកនេះទាស់ចិត្តនឹងអ្នកនោះជេរទៅតមកអាហ្នឹងសិតតែសំភ្លើងដែរមិនមែនហាមគាត់មិនឲ្យមើលទេប៉ុន្តែថាត្រូវឲ្យមានតុល្យភាពរវាងការរៀនសូត្ររវាងការសម្រាកហើយនឹងការមើលហ្នឹងចំណាយពេលខ្លះអត់គ្រប់ខ្លះអត់បានការលីសចោលទៅអេបខ្លះអត់ប្រយោជន៍លុបចោលទៅហើយ notification ហ្នឹងកុំឲ្យវាតឹងទៅខូចខួរក្បាលយើងហើយបែកអារម្មណ៍ហើយតែបែកអារម្មណ៍ថ្ងៃក្រោយមានវិបត្តិគេមិនលក់ស្មុកស្មាញគិតច្រើនលវើលវាយដោយសារអាការរំខានរឿយនឹងឯងហើយហ្នឹងអត់មានពីណាទេយើងអ្នកសំខ្លួនយើងនឹងយូរផលប៉ះពាល់ហ្នឹងមកខ្លួនយើងវិញអញ្ចឹងតើយើងប្រយ័ត្នប្រយែងទាំងអស់គ្នាបើឧទាហរណ៍ថាមានរឿងអីជាមួយបងប្អូនអីនិយាយគ្នាហើយកុំអោបកសោបរំលឹកម្លើកញឹកញាប់ពេកវាក្តៅក្រហាយហើយអ្នកដែលរំលឹកម្លើកហ្នឹងក៏គួរអាណិតតិចដល់អ្នកស្ដាប់ដែរកុំចេះតែកកោកកាយមកធ្វើឲ្យក្តៅក្រហាយរឿងទូចខ្លាយទៅជារឿងធំវាចប់ទៅរឿងហ្នឹងកុំដូចថាធ្វើឲ្យឆេះឡើងវិញវាអត់បានវាប្រយោជន៍ហើយអានឹងទី1ទី2អាការសមឧបនិស្ស័យក្នុងចិត្តតូចចិត្តអន់ចិត្តស្ដីបន្ទោសមិនគួរណាអញ្ចឹងអាហ្នឹងកុំអាហ្នឹងរឿងហ្នឹងហួសហើយកុំនាំគ្រឿងក្តៅក្រហាយហ្នឹងមកក្នុងចិត្តទៀតចប់ហើយតែទៅមុខទៀតអាសមបនិស្ស័យហ្នឹងអាការខ្សឹបដាក់ខ្លួនឯងហ្នឹងមានឥទ្ធិពលខ្លាំងលើផ្លូវចិត្តរបស់យើងណាហើយតើមានពេលរៀនទូស្គាល់ការពិតថាហ្នឹងហើយជីវិតហ្នឹងខុសគ្នាអញ្ចឹងម៉ែយើងគ្រួសារគេគ្រួសារយើងមិនដូចគ្នាប្រឹងទៅហើយមានពេលស្ដាប់ធម៌អប់រំចិត្តមានពេលធ្វើសមាធិមានពេលនៅជាមួយមិត្តភ័ក្តិល្អអ្នកដែលនាំរឿងល្អណែនាំឲ្យដើរក្នុងផ្លូវត្រូវនៅជាមួយអ្នកនឹងយើងបានចម្រើនទាំងចំណេះចម្រើនទាំងសុខភាពផ្លូវចិត្តទាំងសុខភាពផ្លូវកាយយើងល្អអានឹងទើប
រស់នៅបានយូរហើយយើងបានមានពេលពេញបនពេញកុសលហើយរស់នៅដោយសុភមង្គល